ហើយនិយាយពីគ្រួសារមួយពីជំនាន់ដើមហ្នឹងវាមានគ្រួសារអ្នកដែលប្រព្រឹត្តអំពើអាក្រក់ទៅតាមទំនៀមរបស់ខ្លួនខ្លះល្អខ្លះគ្រួសារមួយហ្នឹងគេជាមុខរបរគេព្រានប្រមាញ់ដល់ចឹងទៅវាធម្មតាព្រានប្រមាញ់បាញ់សត្វហើយដល់តែមានកូនប្រសាមួយទៅបាញ់សត្វរាល់ថ្ងៃហើយម៉ែក្មេកហ្នឹងរៀងកាចម៉ែក្មេកគាត់ហ្នឹងថ្ងៃនេះចេញទៅបាញ់សត្វវាស្រាប់ទៅជួបលោកមួយអង្គកាលហ្នឹងព្រះអង្គផ្សព្វផ្សាយសាសនាឲ្យភិក្ខុសង្ឃជួយយកសាសនាទៅផ្សព្វផ្សាយដល់តែឲ្យជួយយកទៅផ្សព្វផ្សាយភិក្ខុសង្ឃហ្នឹងចេះតែបានសាសនាហ្នឹងយកទៅកន្លែងរៀងខ្លួនហើយមានមួយអង្គមកខុសគេមកផ្លូវព្រៃនេះឲ្យទៅជួយសម្ដែងធម៌ឲ្យសត្វលោកបានស្ដាប់ហ្នឹងស្រាប់តែលោកមកប្រទះឃើញព្រានហ្នឹងលីធ្នូលីស្នាដើរចូលព្រៃដើរតាមទៅមកអញនឹងទៅប្រោសពីណាទេមានតែតាមប្រោសតាព្រានហ្នឹងគាត់ហ្នឹងបាញ់សត្វមកយោហើយបើសិនជាមិនប្រោសគាត់ទេវជាតិគាត់បានមកមនុស្សទេដើរតាមទៅតាព្រានប្រមាញ់ហ្នឹងថាអញទៅជួបលោកសយបាញ់សត្វមិនបានសោះទៅជួបលោកហ្នឹងសយហ្មងសយឲ្យមិនសយទៅលោកជាដើរតាមដើរវិលទៅមកជួបលោកទៀតលោកហ្មងលោកនេះសយតែជួបលោកសយហ្មងការកណីហ្មងលោកឲ្យទៅជួបបាញ់សត្វមិនបានទេដល់អញ្ចឹងទៅលោកសួរលោកថាញោមឯងឈ្មោះអីខ្ញុំកណាឈ្មោះអរិយកៈប្រែថាម៉េចប្រែថាអ្នកប្រសើរប្រែថាអ្នកប្រពៃប្រែថាអ្នកមិនប្រព្រឹត្តអំពើបាបឯងមិនប្រព្រឹត្តតែកាន់ធ្នូដើរបាញ់សត្វឈ្មោះហ្នឹងវាអត់ត្រូវរឿងហើយឈ្មោះអរិយកៈឈ្មោះអ្នកប្រសើរអ្នកល្អអ្នកមិនធ្វើបាបអាម៉េចបើធ្វើតែអំពើអាក្រក់អីចឹងនោះមិនត្រូវឈ្មោះឲ្យវាបានរឿងនិយាយតំណែងតំណាលគ្នាណាដល់តំណែងតំណាលលោកក៏បង្ហើបប្រាប់ថាមនុស្សយើងដល់ពេលកើតមកត្រូវតែស្លាប់ហើយតែស្លាប់ទៅតែអត់ទីពឹងអត់បានមកមនុស្សវិញទេដែលយើងបានមកមនុស្សប៉ុណ្ណឹងហ្នឹងវាអាស្រ័យយើងធ្លាប់មានបុណ្យពីមុនមកទេញោមនិយាយតាចឹងដែរដែលកើតជាមនុស្សរាល់ថ្ងៃហ្នឹងកុំភ្លេចថាមានបុណ្យពីមុនមកទេញោមចាំមើលវេនដែលគេចង់មកមនុស្សច្រើនណាញោមគិតមើលក្រងនៅប្រមាណទៀតសម្ោចនៅប្រមាណទៀតចាបនៅប្រមាណទៀតចលៀននៅប្រមាណទៀតសត្វលើគោកសត្វក្នុងទឹកនៅប្រមាណទៀតសត្វទាំងអស់ហ្នឹងក៏ចង់មកមនុស្សដែរហើយក្នុងនរកនៅប្រមាណក្នុងប្រែតនៅប្រមាណវាអត់ទាន់បានមកទេដោយសារបុណ្យវាមិនទាន់គ្រប់ហើយយើងបានមកមនុស្សដោយសារមានបុណ្យគ្រប់គ្រាន់ហើយឥឡូវបានមកមនុស្សហើយប៉ុន្តែទៅធ្វើប្រហែលអស់អាយុប៉ុណ្ណេះទៅត្រឡប់ទៅវិញលែងបានមកហើយអញ្ចឹងអ្នកដែលមកមនុស្សហ្នឹងទៀតទៅវាស្ទើបុណ្យទៅចោលយើងអស់តាំងពីជំនាន់ហូបបបរគុលជែកគុលលហងមើមក្ដួចម្លេះហើយគេទៅចោលយើងអស់ហើយយើងចេះតែរស់ឆ្លងកាត់ប្រមាណជំនាន់នេះឆ្លងកាត់ក្របផ្លោងអាទេវាំងវីដាអេសងអង្គឲ្យចេះរស់នៅទល់ថ្ងៃនេះអាហ្នឹងមកពីអីថាមកពីយើងហ្នឹងវាមានបុណ្យជួយត្រត្រង់អញ្ចឹងតែមានបុណ្យជួយឲ្យរស់អញ្ចឹងហើយទៅដល់តែអត់បុណ្យអត់បានមកមនុស្សទេមិនអញ្ចឹងញោមតែអត់បុណ្យអត់បានមកទេឥឡូវនិយាយពីស្លាប់ទៅវិញបើថាមានបុណ្យស្លាប់ទៅកើតមកមនុស្សតែអត់បុណ្យទៅទេហ្មងហើយអញ្ចឹងគាត់នឹងដើរតែបាញ់សត្វមានទីពឹងអីនៅសោះហើយលោតែស្លាប់ពេលហ្នឹងទៅអត់បានមកទេបើអញ្ចឹងអាត្មាឲ្យធေါ်ទីពឹងមួយបើថាញោមឯងបានធ្វើបុណ្យនៃធំដុំយកតែ3ម៉ាតទៅទីពឹងពុទ្ធាំងសរណង្កេឆាមិធម្មងសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិទិញតែប៉ុណ្ណឹងឲ្យទៅជាប់រហូតទៅក៏បានឋានសួគ៌បានមនុស្សដែរបើថាបានធ្វើបុណ្យនៃធំដុំគាត់នឹងទិញឲ្យចាំប៉ុណ្ណឹងហ្មងបានបល័យប៉ុណ្ណឹងបល័យបកែណាបល័យទៅឋានសួគ៌បល័យមិនទៅនរកទិញឲ្យចាំប៉ុណ្ណឹងវល់ល្ងាចបាញ់សត្វមិនបានក៏ឲ្យទៅនេះបានទីពឹងមួយអនាគតទៅកុំឲ្យវាកើតទៅនរកប្រែតដែរត្រឡប់ទៅផ្ទះវិញណាដងម៉ែក្មេកនឹងប្រពន្ធឃើញតែគាត់នឹងមកត្រេកអរចុះមកទទួលសត្វរែកមិនរួចថ្ងៃនេះមកដៃទៅទេម៉ែអើយគ្មានបានសត្វអីទេថ្ងៃនេះបានបល័យការពារយកមកជូនម៉ែឯងបានបល័យនឹងទៅមិនទៅនរកប្រែតទេម៉ែឯងបានទៅឋានសួគ៌បានមនុស្សហើយបានបល័យទីពឹងហើយសូត្រឲ្យម៉ែស្ដាប់ពុទ្ធទាំងសរណង្កេឆាមិធម្មងសរណង្កេឆាមិយីពេនឹងខោញសពុទ្ធច្រត់ចកេះច្អល់មុខហ្មងណែអញមិនត្រូវការបល័យអីទេយកពីលោកណាមកទៅឲ្យលោកវិញទៅអញមិនយកទេទៅបើមិនឲ្យបើមិនទៅយកឲ្យលោកទេអញមកឡើងផ្ទះត្រូវតែបានសត្វឲ្យអញបើមិនយកបល័យទៅឲ្យលោកទេអញមិនឲ្យឡើងផ្ទះអញផ្ដាច់កូនចេះយកទៅឲ្យលោកវិញភ្លាមត្រឡប់ទៅវិញហើយថ្វាយអង្គមនៃគុណអើយម៉ែក្មេកមិនយកទេថាឲ្យយកមកប្រគិននៃគុណវិញលោកថាអាត្មាឲ្យគេបានបល័យនឹងប៉ុន្តែដល់ឲ្យយកវិញយកអត់បានព្រោះបល័យនឹងមិនមែនបល័យអាត្មាទេបល័យព្រះបើចង់ឲ្យវិញគ្រាន់តែយកទៅឲ្យព្រះបានបើអញ្ចឹងអាម៉េចម៉ែខ្ញុំថាបើមិនឲ្យវិញទេគាត់មិនឲ្យឡើងផ្ទះទេបើអញ្ចឹងប្តីប្រគុណថាមានព្រះឯណាទៀតហើយតោះយកទៅឲ្យព្រះបានចុះព្រះនៅឯណាថានៅវត្តចេតពុនចេតពុននៅឯណា
ចោលផ្លូវឲ្យទៅនឹងដើរយកទៅជួបព្រះហើយយកបល័យទៅឲ្យព្រះដើរកាត់ព្រៃបាត់តែហេតុចម្លែកដែលកើតមាននៅលើដីយើងនេះសូមបញ្ជាក់ញោមញាតិថានៅលើផែនដីហ្នឹងគឺកំណើតប្រែតរាប់លានពូជនៅលើដីហ្នឹងយើងហ្នឹងសិក្សាពីប្រែតឲ្យមែនតែនទៅពពួកប្រែតពពួកអសូរកាយពពួកព្រាយពពួកបិសាចអមនុស្សនៅលើដីជាមួយយើងនឹងដែរច្រើនណាស់ប៉ុន្តែយើងមើលមិនឃើញពេលព្រោះវាមិនមែនជាកំណើតមនុស្សវាជាអតិសមានកាយមានកាយមិនប្រកបប៉ុន្តែវាមានចិត្តវិញ្ញាណមានជីវិតដែរនៅលើដីយើងនឹងពេលណាបង្ហាញខ្លួនឲ្យយើងឃើញយើងរត់ផាសកញ្ញាមិនថាខ្មោចឡងតាមពិតមានខ្មោចអីឡងខ្លួនវាអាក្រក់អញ្ចឹងស្រាប់ហ្នឹងគាត់ឲ្យវាបង្ហាញស្មោះត្រង់ឯងរត់ចង់ងាប់ស្មានថាខ្មោចឡងវាអត់ឡងយើងទេប៉ុន្តែវារូបរាងអាក្រក់ថ្ងៃហ្នឹងគេចង់បំភ្លឺគាត់ហ្នឹងនិស័យរបស់គាត់វាដល់គេបង្ហាញឲ្យឃើញឲ្យហាយផ្លូវហ្មងដើរទៅស្រាប់តែឃើញពួកស្រីមកក្រុមអត់មានខោអាវស្លៀកតាមពិតប្រែទេយកអាសក់ហ្នឹងមកក្របទៅដប់ជុំវិញខ្លួនហើយក៏សួរនាំថាឯងទៅណាថាខ្ញុំយកបល័យទៅថ្វាយព្រះបើណែទៅជួបព្រះសួរខ្ញុំផងហេតុអីក៏បានខ្ញុំកើតមកជាតិហ្នឹងមានបាយហូបដែរប៉ុន្តែអត់មានខោអាវស្លៀកសោះពេលដែលខ្ញុំឃើញខោអាវយកមកដាក់លើខ្លួនអាលៀកតែហ្មងឆេះតែហ្មងក្តៅគាត់នឹងទទួលបញ្ញាប៉ុណ្ណឹងដើរទៅទៀតឃើញមនុស្សមកក្រុមកាប់គ្នារហូតប៉ុន្តែតាមពិតពួកវិជាធរកាប់គ្នានឹងកាប់មួយអាទិត្យបានឈប់ម្ដងដាំបាយស៊ីជាមួយគ្នាវិញដែរហើយស៊ីហើយកាប់ឆ្លោះគ្នារហូតទៀតដល់តែឃើញបរោះហ្នឹងទៅក៏សួរនាំថាបើឯងទៅព្រះអញ្ចឹងសួរផងថាខ្ញុំជាតិមុនធ្វើកម្មអីបានជាតិហ្នឹងគេឲ្យជួបគ្នាកាប់តែគ្នាអញ្ចឹងហើយដល់តែផុតពីហ្នឹងទៅដាំបាយស៊ីបានតែមួយថ្ងៃហើយកាប់គ្នាមួយអាទិត្យអាហ្នឹងសិតតែពួកមនុស្សដែលយើងមិនឃើញហ្នឹងគេឲ្យឃើញដើរទៅទៀតស្រាប់តែជួបតម្រៃមួយស្គមមកក៏ប្រឹងស៊ីស្មៅអត់កើតស៊ីស្លឹកឈើអត់កើតស៊ីបានតែបលាហូរមាត់ឲ្យលហាចតែស៊ីស្មៅស៊ីស្លឹកឈើវាក្តៅក្រហល់ក្រហាយក្នុងពោះហើយដល់តែពេលដើរចេញពីនឹងទៅទៀតទៅជួបពស់ថ្លាន់មួយប្រហែលជាប្រប៉ិននឹមស្គមស្បែកទៅដល់ឆ្អឹងដេកខ្វិននៅលើត្បូកដើរចេញពីនឹងទៅទៀតទៅដល់ជួបកូននគរស្ដេចត្រាញ់មួយដែលមានស្ដេចសោយរាជនៅនឹងដែរប៉ុន្តែស្ដេចនឹងសួរថាខ្ញុំنےប្រាប់ថាខ្ញុំនឹងមួយឆ្នាំត្រូវទៅរត់កន្លះខែទៅ2ខែចេញពីនគរបើមិនអញ្ចឹងឯងកើតចង្រៃឧត្តប័តក្តៅក្រហាយពេញនគរមិនដឹងថាមកពីកម្មពីអីណែឯងចាំសួរព្រះឲ្យផងហើយចុះគេដឹងថាព្រះទ្រង់ញៀនដឹងគេផ្ដាំសំណួរច្រើនណាឯនេះទៅដល់កន្លែងព្រះស្ដាប់ធម៌ទេសនាថាយកបល័យមកថ្វាយព្រះមកដល់ព្រះអង្គសម្ដែងឲ្យស្ដាប់បន្ថែមទៀតអាឡ័យស្ដាប់យូរព្រោះដឹងថាកើតជាមនុស្សហ្នឹងគេហៅញោមគេហៅថាមនុស្សមាន4 5យ៉ាងមនុស្សសាមនុស្សសោមនុស្សធម្មតាមានន័យថាកើតជាមនុស្សមានធម៌មនុស្សនឹងខ្លួនជាតិក្រោយមនុស្សទៀតមនុស្សសដេរឆានណោកើតជាមនុស្សប្រព្រឹត្តធម៌ដោយដេរឆានអនាគតទៅដេរឆានវិញហើយបានគេហៅថាមនុស្សសដេរឆានមានន័យថាមិនដឹងម៉ែមិនដឹងឪមិនដឹងត្រូវមិនដឹងខុសមិនដឹងទោសមិនដឹងគុណហ៊ានប្រមាថកាត់ទានអ្នកមានគុណអីចឹងទៅមនុស្សនឹងដោយសត្វដេរឆានដែរអនាគតទៅដេរឆានបានគេហៅថាមនុស្សសដេរឆានឲ្យហើយទៅមនុស្សទេវមនុស្សមានធម៌ដូចទេវតាចេះស្រឡាញ់ចេះអាណិតសណ្ដោសចេះជួយមនុស្សផងគ្នាហើយមនុស្សហ្នឹងឯងកើតជាមនុស្សរូបឆោមលោមពណ៌ជាមនុស្សកាន់ធម៌ដូចទេវតាអនាគតទៅទេវតាបានគេហៅថាមនុស្សទេវឲ្យហើយមនុស្សសប៉ែតតោមនុស្សជាប្រែតខ្វះរហូតដូចប្រែតចឹងដែលមានអីស៊ីគ្រប់មនុស្សហ្នឹងចឹងដែរកើតជាមនុស្សឲ្យដាំតែពុយខ្វះលួចតែគ្នាឯងបេះបោយូតាំងពីរបស់ម៉ែរបស់ឪមិនຕົកដែររបស់បងរបស់ប្អូនចេះតែបេះចេះតែបោចេះតែលួចចេះតែឆក់ចេះតែប្លន់ធ្វើបាបតែគ្នាឯងចឹងពេកទៅវាដាំពុយខ្វះទៅគេឲ្យទៅកើតកន្លែងខ្វះដល់តែមនុស្សមួយទៀតគេហៅថាមនុស្សសេនេរយិកោមនុស្សនឹងខឹងរហូតក្តៅក្រហាយណាស់មិនថាម៉ែមិនថាឪឲ្យទៅទឹះដៃវាយទឹះជើងទាត់ជើងហើយមិនដែលសបាយមិនដែលមុខឲ្យញឹមគេទេមុខដឹងតែក្រហមរហូតដឹងតែក្តៅក្រហាយហើយបន្ទុះសារាយសពបែបយ៉ាងអញ្ចឹងមកពីគេនឹងចូលចិត្តក្តៅគេឲ្យទៅកើតកន្លែងក្តៅគឺកន្លែងឆេះគឺកន្លែងនរកអញ្ចឹងគេហៅនឹងគេត្រៀមឲ្យហើយដល់គាត់នឹកឃើញអញកើតមកមនុស្សគេដែរអញ្ចឹងគួរតែជាតិក្រោយមនុស្សទេវតាបើអញ្ចឹងមិនបាច់ទេម៉ែក្មេងមកឲ្យឡើងហើយទៅស្ដាប់ធម៌ថ្វាយខ្លួនជាបាសក់ហ្មងប៉ុណ្ណឹងធ្វើបាបក្មេងមកច្រើនហើយដែរតែហ្មងប៉ុណ្ណេះឥឡូវចិត្តដល់ថ្ងៃស្លាប់ទៅវិញហើយនៅធ្វើប្រហែសទៀតបើមិនបានមកមនុស្សទេវតាប៉ុណ្ណឹងបានណាថ្វាយខ្លួនជាបាសក់ម៉ែក្មេងមកឡើងផ្ទះហើយទៅមិនបាច់ទៅទេវាយខ្លួនជាបាសក់កាន់សិល5យកអាសំណួរនឹងមកសួរព្រះបានព្រះអង្គសម្ដែងប្រាប់ទៅក៏យករឿងនឹងមកប្រាប់ដល់អ្នកដែលផ្ញើទាំងប្រមាណមានសេចក្តីអញ្ចេះ
អ្នកប្រែតមួយដែលកើតមកមានបាយស៊ីប៉ុន្តែខ្លួនអត់មានខោអាវស្លៀកពីជាតិមុនលួចខោអាវគេអានឹងលេងដបងយកលាក់លេងឯងលេងសើចដល់យូរទៅគេរកមិនឃើញយកមែនតែនបដ ாய் ទៅអាសម័យពីដើមវាមិនសម្បូរដូចឥឡូវអីតម្រាំបានអាវមួយត្បាញខ្លួនឯងផងហើយចឹងទៅឥឡូវវាកើតមកអត់មានខោអាវទេកើតជាប្រែតនឹងយករបស់ពេលហ្នឹងដល់ពេលបានខោអាវមកដាក់លើខ្លួនក្តៅហ្មងដល់មកកើតជាមនុស្សក្រងាយបានអាវថ្មីអីគេទៀតមនុស្សបែបហ្នឹងឯដែលបានបាយហូបហ្នឹងមកពីថ្ងៃមួយបានដាក់ចង្ហាន់លោកម្ដងណែបានអាហារទឹកហូបគេដែរហ្នឹងនាងទាំងហ្នឹងភ្ញាក់ខ្លួនព្រឺតថ្វាយខ្លួនប៉ុន្តែគាត់ហ្នឹងចេះពេលដែលត្រឡប់មកហ្នឹងមកជួបស្ដេចត្រាញ់ហ្នឹងមុនគេយករឿងរ៉ាវមកប្រាប់ស្ដេចត្រាញ់ដាច់ត្រាញ់នឹងទៀតថាលោកដែលចេះតែរត់មួយឆ្នាំហ្នឹងពីជាតិមុនចេះលោកជាអ្នកធ្វើចំការតងហ្នឹងអ្នកធ្វើចំការរួចធម្មតាយើងទៅដុតព្រៃយើងទៅកាប់ដីយើងស្មាលាយើងមិនដុតសបុកគេទេណាញោមណាដុតតែព្រៃទេវើយសត្វទាំងឡាយជាចេញសាប់ពេសត្វតាវេរាសខៃហានទៅអញដុតព្រៃទេអញដុតសត្វអីទេជាចេញវើយហើយដល់អញ្ចឹងទៅវាអត់អីទេឆេះសបុកអីក៏យើងមិនមានចេតនាដែរអ្នកទៅភ្ជួរដីទៅកាប់ដីអីក៏អញ្ចឹងដែរអ្នកបោះសបុកពីងពីងអ្នកបោះសបុកកដៀលើសាលាឆាន់លើកត់លោកក៏អញ្ចឹងដែរកុំខ្លាចបាបអីបោះចេញទៅតែមិនបោះត្រូវទោសទាំងប្រសងទាំងប្រសក់ហ្នឹងឯងហើយបើអញ្ចឹងទេកុំតាំងចិត្តថាបោះសបុកគេផ្ទះគេតាំងចិត្តថាបោះសម្រាមសមាធវត្តសមាធអារាមវាអត់អីទេអញ្ចឹងគេតែងតែប្រាថ្នាអញ្ចឹងឯគាត់នឹងអត់ទេទៅដុតព្រៃនេះវាប្រមាថលើសត្វដុតមិនដែលចេះពិចារណាផ្សាយមេត្តាដល់សត្វដុតឲ្យសត្វឆេះក្តៅក្រហាយរាល់ឆ្នាំបានជាវាកម្មពៀត្រូវខ្លួនឯងមួយឆ្នាំរត់ម្ដងអញ្ចឹងញោមឃើញទេដល់គាត់ស្ដាប់ទៅគាត់ជ្រះថ្លាថ្វាយខ្លួនបើអញ្ចឹងណែឯងមកធ្វើជាស្ដេចម្ដងចុះខ្ញុំរៀបកូនឲ្យបានកូនស្រី2រៀបឲ្យទាំងពីរនឹងទៅគាត់ថ្វាយខ្លួនកាន់សិលបោសុតបដោយទៅឲ្យគាត់នឹងធ្វើស្ដេចត្រាញ់ណាម៉ែក្មេងមកឲ្យឡើងផ្ទះផ្ដាច់កូនចំផ្ដាច់ចេញពីអ្នកបាញ់សัตว์មកកាន់ជាពូជស្ដេចតែហ្មងចំមកគេបោះក្អមដីចោលទទួលយកក្អមមាសអញ្ចឹងណាញោមណាមើលដល់តែបានអញ្ចឹងហើយយករឿងទៅប្រាប់ទៀតបានជាស្ដេចត្រាញ់ហើយយករឿងទៅប្រាប់ដល់អ្នកកាប់គ្នាថាណែឯងនឹងពីជាតិមុននឹងគេបើកសិទ្ធឲ្យឈប់មកទឹកម្ដងដោយសពថ្ងៃនេះប្រតិទិនយើងដាក់ថាថ្ងៃសិលក្នុងប្រតិទិនហ្នឹងគឺថ្ងៃឈប់សម្រាកគឺថ្ងៃធ្វើបុណ្យជាតិវិសាខបូជាមាឃបូជាចូលឆ្នាំរដ្ឋណាគេឲ្យឈប់ទាំងអស់ទាំងសិស្សសាលាទាំងការងារគ្រប់ក្រសួងដើម្បីឲ្យយើងមានឱកាសធ្វើបុណ្យប៉ុន្តែយើងអត់សោះឈប់បានពលនេះដើរលេងបដោយវាភ្លេចនឹកថាថ្ងៃកំណើតព្រះឈប់ទៅនាំនាងមកធ្វើបុណ្យវាអត់នឹកឃើញឈប់ទៅដើរលេងអស់ហើយថ្ងៃចូលឆ្នាំភ្ជុំបិណ្ឌគេឲ្យយើងមកជួបម៉ែជួបឪជូនបាយជូនទឹកនំចំណីឯងអត់ជួបគ្នាតាមប៉ុស្តិ៍បច្ចុប្បន្នតាមទូរស័ព្ទសួរគ្នាសួរតែថ្ងៃហ្នឹងទៅដើរលេងឯណាស្អែកទៅដើរលេងឯណាអត់មានថាបានទៅវត្តណាបានជូនម៉ែហើយនៅដាំបាយស្លោជូនម៉ែហ្នឹងអត់សោះអានឹងហើយដែលវារឿងប្រព្រឹត្តខុសមកពីយើងហ្នឹងវាខ្វះការស្ដាប់ធម៌ហ្នឹងឯងដល់អញ្ចឹងញោមញាតិគេឲ្យឈប់ធ្វើបុណ្យអ្នកមកក្រុមនោះគាត់អត់ធ្វើទេអាត្មាមិនគួរសម្ដែងទេខ្លាចប៉ះពៀប៉ុន្តែរឿងហ្នឹងវាមានក្នុងរឿងឯងញោមណាគាត់ហ្នឹងគាត់បញ្ជុលមន់តាំងពីក្មេងរហូតចាស់តែហ្មងអត់រសល់អាខ្មែរយើងធ្វើអញ្ចឹងក៏ឈប់រសល់រទៀនដែរតែគាត់ហ្នឹងអត់ដល់តរដ្ឋអំណាចគេឲ្យឈប់សម្រាប់មួយថ្ងៃធ្វើបុណ្យគាត់ឈប់គេដែរប៉ុន្តែមិនធ្វើបុណ្យទេគាត់ឈប់គាត់តែដាំបាយស៊ីតែគ្នាគាត់អញ្ចឹងទៅបានជាវាកម្មពៀនឹងកើតមកគេឲ្យកាប់គ្នារហូតម្សិលគេឲ្យឈប់ម្ដងមួយអាទិត្យគេឲ្យឈប់ម្ដងនឹងឯងគាត់ដឹងច្បាស់អញ្ចឹងគាត់លែងកាប់គ្នាថ្វាយខ្លួនជាបរិវារបានអាប្រែតមិញក៏បរិវារដែរមកប្រាប់ដល់តម្រៃតម្រៃនឹងជាតិមុនជាអ្នកកាត់ក្តីឲ្យគេហើយតែណាឲ្យលុយឈ្នះទាំងអស់ហើយទៅឲ្យលុយមុនគេច្រើនគេដឹងអាឈ្នះរត់ល្បិចឲ្យតតែឈ្នះឲ្យបានមិនបាច់គិតពីរឿងត្រូវពីរឿងខុសបង្វែបង្វិលចុះឡើងធ្លាក់នរកធ្លាក់ប្រែតអស់រាប់លានឆ្នាំឯណោះឡើងពីនរកពីប្រែតមកកើតជាសត្វតម្រៃនឹងស៊ីរបស់ឲ្យល្អមិនបានស៊ីបានតែបលាចឹងឯងដល់តែនិយាយពីពោះថ្លាន់ហ្នឹងគេថាសេដ្ឋីពីជាតិមុនហើយនឹងណោពីជាតិមុនជាសេដ្ឋីប៉ុន្តែគាត់នឹងមិនជឿបុណ្យមិនជឿបាបអីទេគាត់កប់កំណប់ទុកគាត់ថាបើអញស្លាប់ទៅអញកាយកំណប់អញហ្នឹងអញកើតមកវិញបានសេដ្ឋីវិញហើយអត់បាច់ធ្វើបុណ្យដល់តែវាចាំតែកំណប់ហ្នឹងស្លាប់ទៅមនុស្សយើងដែលកើតជាមនុស្សអាស្រ័យបុណ្យដល់តែអត់បុណ្យមានបានមនុស្សអីអាកំណប់វាមិនបាត់មែនប៉ុន្តែវាអត់មានបុណ្យជួយកើតមនុស្សគាត់កើតជាពោះថ្លាន់ដេកខ្វិននៅលើកំណប់នឹងបដោយទៅ
ដល់តែមិនយូរប្រហែលថ្លាន់ហ្នឹងវាងាប់ទៅស្ដាច់នឹងអាណិតណាស់ទៅកាប់ដបោកនឹងមើលឃើញសតតែកំណប់មាសពេជ្រកែវកងមែនក៏ធ្វើបន់ឲ្យថ្លាន់ហ្នឹងទៅហើយយកកំណប់ទ្របនឹងយកមកថែអាសាទុកមកហើយញោមឃើញដែរគួរឲ្យសង្វេគណាស់បើកុំតែបានស្ដាប់ធម៌មិនដឹងថាគាត់នឹងប្រព្រឹត្តដល់ណាទេប៉ុន្តែដោយសារបានស្ដាប់ធម៌ធ្វើឲ្យមនុស្សចេះបែរមករកផ្លូវត្រូវច្រើនអញ្ចឹងហើយចឹងហើយបានជាក្នុងប្រទេសកម្ពុជាយើងទទួលយកពុទ្ធសាសនាមកគោរពបប្រតិបត្តិមានបុណ្យឲ្យមានសម្ដែងធម៌ទេសនាអញ្ចឹងដូចជាក្នុងបុណ្យនេះហៅថាបុណ្យខួបពាក្យថាបុណ្យខួបមកពីយើងនឹងវាចេះតែនឹកឧបមាថ្ងៃអាទិត្យដល់ថ្ងៃអាទិត្យវិញមកខួបថ្ងៃសៅរ៍ដល់ថ្ងៃសៅរ៍វិញមកខួបខែពិសាខដល់ខែពិសាខវិញមកខួបខែចេសដល់ខែចេសវិញមកខួបខែស្រាបឥឡូវថ្ងៃសៅរ៍ខែស្រាបមកដល់ថ្ងៃស្រាវខែស្រាបវិញនឹងមកខួបទៀតអញ្ចឹងមកពីអីមកពីកូនចេះតែចាំហើយបើកូនចេះតែចាំនឹងមានន័យថាកូនមានធម៌កតញ្ញូដល់គុណឪពុកម្ដាយហើយនឹកដល់គុណឪពុកម្ដាយបានជាធ្វើបុណ្យនឹងកើតអានឹងខួបណាវិលមកដល់កន្លែងដែលញាតិញោមមកបើនឹកដល់អញ្ចឹងធ្វើបុណ្យឲ្យម៉ែឪនឹងគ្រាន់ហើយខ្លាចតែនឹកដល់ហើយមិនបានធ្វើពេលព្រោះថាយើងនឹកអាណិតម៉ែអាណិតឪណាស់ចង់ជូនបាយជូនទឹកចង់ជូននំចំណីដល់គាត់ប៉ុន្តែមិនដឹងហុចតាមណាទេបើគាត់នៅរស់ទៅមាត់នៅចំហមពងកនៅឈរដៃនៅត្រូវទទួលកាន់កាតយើងចេះតែហុចចេះតែជូនទៅគាត់ទទួលផ្ទាល់បានមិនអញ្ចឹងហើយដល់គាត់ស្លាប់បាត់ទៅហើយហុចតាមប្រឡោះណាបានប្រពុតជាម្ចាស់ទ្រង់ត្រាស់ថាតេខណាំងអនុបតិសាមិតេខណាំងអនុបតិសតិលុះណាតែកូនចៅដែលរស់រៀនមានជីវិតនឹងធ្វើតេខណានុបតិនុទិសឲ្យទៅបានផលដល់គាត់រឿងវាមានអញ្ចឹងកន្លងមកគេអត់ដឹងពីដើមមកគេអត់ដឹងថាធ្វើបុណ្យឲ្យម៉ែឪអញ្ចឹងវាមានរឿងមួយនៅក្នុងសកេលកៈសោតបៃដកខ្មែរយើងហ្នឹងមានពីដើមគេមិនទាន់ធ្វើបុណ្យឲ្យម៉ែឪទេតាម្នាក់ហ្នឹងក៏ផ្ដាំកូនកូនអើយកូនអញស្លាប់ទៅកូនឯងថ្វាយអង្គមទិសទាំង6ណាកុំភ្លេចឲ្យសោះផ្ដាំកូនរួចស្រេចគាត់ក៏ស្លាប់ទៅកូនកាលណាបើនឹកបណ្ដាំរបស់គាត់ហើយថ្វាយអង្គមមែនក្រោយពីឪពុកស្លាប់ទៅហើយថ្វាយអង្គមទិសទាំង6រាល់ថ្ងៃមិនថ្វាយនៅផ្ទះនឹងទេចេញទៅក្រៅភូមិឯណោះថ្វាយពីជើងពីត្បូងពីលិចពីកើតរាល់ថ្ងៃអញ្ចឹងទៅត្រង់ឪពុកអត់អីហូបមិនដឹងទេដឹងតែថ្វាយអង្គមទេដល់ថ្ងៃមួយប្រពុតយើងមកបិណ្ឌបាតមកដល់កន្លែងហ្នឹងជួបបងសួរថាណែបរោះមាននប់ណែងមានមុខតទឹកជោកមានសក់តទឹកជោកខោអាវតទឹកជោកហើយណែងមកធ្វើអីទីនេះថាខ្ញុំមកថ្វាយអង្គមទិសទាំង6ហើយអាម៉េចបានជាថ្វាយអង្គមថាមកពីខ្ញុំនឹងគោរពកាន់តាមពីឪពុកខ្ញុំមុននឹងស្លាប់ទៅផ្ដាំថាឲ្យខ្ញុំថ្វាយអង្គមទិសទាំង6បានខ្ញុំមកថ្វាយអង្គមតាមហ្នឹងអាហ្នឹងគោរពតាមពីឪពុកហើយបានប្រពុតទ្រង់បំភ្លឺប្រាប់មនាលមាននប់នៅក្នុងសាសនាតថាគតទិសទាំង6មិនមែនគេថ្វាយអង្គមអញ្ចឹងទេទិសខាងកើតប្រៀបដូចជាទិសមេត្តាបិតាទិសខាងត្បូងប្រៀបដូចជាគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករបើថ្វាយបង្គំទិសខាងកើតមានន័យថាទិសឪពុកទិសម្ដាយបានន័យថាបើកូនបើម្ដាយនៅរស់រៀនមានជីវិតយើងជូនបាយជូនទឹកបម្រើគាត់ទៅបើគាត់ស្លាប់ទៅហើយឲ្យកូនធ្វើបុណ្យឲ្យគាត់ហើយទិសខាងត្បូងចេះដឹងពីគ្រូណាមកយើងជូនបាយដឹងគុណគាត់ទៅហើយបើគាត់ស្លាប់ទៅហើយធ្វើបុណ្យជូនគាត់ដែរអាទិសខាងលិចក៏អញ្ចឹងដែរបើប្តីស្លាប់ទៅនៅប្រពន្ធបើប្រពន្ធស្លាប់ទៅនៅប្តីជួយអនុគ្រោះគ្នាហើយទិសខាងជើងហ្នឹងមិត្តភក្តិគ្នាធ្លាប់កំសត់កំដរជាមួយហើយបើគ្នានៅរស់ហុចបាយហុចទឹកឲ្យគ្នាបើគ្នាស្លាប់ហើយចូលបន់គ្នាផងហើយខាងលើសាមណៈព្រាហ្មណ៍ដូចជាលោកតាភិក្ខុអង្គសាមណេរអង្គណាអញ្ចឹងដែលយើងធ្លាប់គោរពឯទិសខាងក្រោមជាទាសកម្មករយើងហើយយើងជួយទៅបើគ្នាស្លាប់ជួយតាមបែបស្លាប់គេថ្វាយអង្គមឲ្យចេះសោះឯងមិនដឹងរឿងពិតទៅថ្វាយអង្គមមែនតែនត្រង់ឪពុកនោះកើតជាស្អីអត់អីហូបអត់គិតអត់ដឹងកុំតែបានប្រពុតបំភ្លឺប្រាប់ទេប្រពុតបំភ្លឺនៅក្នុងធម៌ថាឪពុកម្ដាយផ្ដាំនឹងមានន័យថាគាត់មិនអាចនៅថែរក្សាកូនរហូតទេប៉ុន្តែបើកូនកាន់ធម៌គាត់ទាំង6នឹងបានដូចឪនៅថែកូនអញ្ចឹង
ก็มอยโกนประพฤติอบายมุกแต่งประมวยยางคือระบายใส่ระบายสระระบายปีเลียพนอลขณีดาวเลนหัวเปลเวเลียนึงสิกได้เชื่อเจ้าก็ประพฤติอาประมวยนั่งให้เบิกการบ้านก็ประพฤติอาประมวยนั่งป่าฮาลไม่เนยอยู่มวยได้ไทยอาซาตรอบโกในกงวงปองเลิกปิโตประมวยยางตีท่านดาวเลนยุบเมียนโตประมวยดาวเลนยบเมียนโตประมวยแต่จวนดานเจ้าเตยฉลองโรคเตยปังการจุ่มลัวเตยปังการอักษรในซอกนอนตกมาดอลครัวซาจังเตยนะโยมนะแต่พระเจ้าเจ้าเมียนโตประมวยสายกบมัดดาวเลนระบายนี่ระบายนูเมียนโตประมวยสอบครบจังนั่งใบยืนกันทอนั่งบ้านโดยไม่ในไทยอาซาตรอบสมบัติมันบาดมันบ้องไอ้เนี่ยนะมันดังเรื่องปืนแต่ปิดทวายกลมแมนแตนบ้านปองไปเจียปิดทวายกลมตื่นขังกาดเบอร์มาในรัวเรียนเมียนชีวิตเตอร์พะเตาเนสังเปรสามีกอดทลอบจิงจำยืงจำตำนกบำรองกอดกระจังเนสังเปรสามีเบอร์กอดเมียนกระจระวเลยมวยยืงแต่ช่วยกระการโน่ก่อนระวังสังตะเปสามีปฏิบัติไทยราซาปุยปุ้งวงตะโกระบอกกอดกับไม้จัดกับไม้บัดกับไม้บ้องตียาแจ้งประเดี๋ยวปาเชียมีปฏิบัติเอาละแต่ตัวโยมรดกเกียกอปีกอดแล้วกับไม้กอดนั้นคอมรอแต่ตัวเตียนบานเมียนตรอบสมบัติให้เสียตะโกนใจปังหันปังหอยระบอกกอดเนาะบัดเกยบัดกอเนี่ยคลาเขาตั้งแต่โกลกทางอันนี้การแมงการเอาเวียนเนื้อขอนบ้าดอลอดไปแม่ไปเอาเวเตอร์เวียมสกอลอันเจียปกทมอันเจียมาได้ทมซะดาขบายอันปึงถุงดักเมียนเจียกรุบเองติ๊กนี่เป็นคนพูดคนโบอ๋อจังตัวเนี่ยตีบุญนังกอดหรือรู้เจ้าบอกกอดสลับเตยยังเธอไหมปองท้าเตียขนางอนุปติสเตอโกนเจ้าทวีเตียขนานุปตินตือเอาเบอร์โกนนาบานทวนดังไงทวายกลมจอมเหรอแล้วยืนกันแน่นเคยยังยงกันนะเบอร์กอมแต่ปวดปรับอดซอเรื่องราวนังบานชีวิตมีนมาจังดาวซากำนาดอกำนาดอดเตียงกำนาดับปกมาได้ยืงดำไปจำโกนรัวเรียนเมียนชีวิตตากอดเถื่อไว้คลาปกคลามาได้คลาเตยการแปรคลาเตยการรู้ดาวซาไอดาวซาแต่โกนการปิโรซีจิงจำโกนเฮียนเกงเฮียนกับเฮียนลับเฮียนคงไวประดกุดกระป้องประเตาเป็นเลือพเนจริงพูดเกกะเหาะเกมบัดเกมมากะมาจับมาเซนก็เฮียนได้นรุแปรแต่ไม่นรุแปรแต่เอาแต่บานลุยมาจิงจำโกนอดกระเตสมัยสังอาแอบตุยเวียเลยคลวนโกนบะทำไมย่อไม่ก็ได้มาไอเวียเลยได้จองคำโกนนั้นจะจับกันยัดเจ้าเลยเห็นถือบาปสอบยางโกนบะได้บะเชิงกีทาได้ต่อตานี่บอกจิมอนุจะมาบัดบ้านชี้นรุนานเนอมาดอมท่านเอาแต่โกนนั่นชี้บอกแต่บัดได้พลีมสอบแบบยางดามใบจิงจำโกนมาได้ปกต่อสู้ยางนาคลาลมบะยางนาคลาเพิ่มเปิดบาปยางนาคลาเฮียนลุเฮียนโดเฮียนปังรอดเฮียนปังราสัตต่างรู้ไอสอบแบบยางดามใบโยนเลยโยกะจิงจำตำนกบำรองโกนอดได้กัดเกกัดขมาเอาให้การไปดามเจขมาเจอินในกระดาษจะนอมมันเฮียนเสียอะไรเราดอลตะเปลเมียนโกนเตโกนยมเฮียนบ่มใบโกนกระดาษจะนอมเฮียนเชียงบ่มเปโกนตีดแล้วโหดอุปมาณแต่จะจ่อเตยวอดจังไอสระปิงเตยเมาเป็นก็ปิงตีดใบขมาเกได้ดามแบบบ้านซอลบ้านโกนคลาเมาบนเกจังชวนการเคยบบ่เกชงันนึกโปรจะดอลโกในเตียพลีมไปเจมาจานตามจะกาเจโยเตอพลิกโยจานมาวิ่งตัวละไงนะเว้มันจองบ้านในจานมวยก็ปนไปอยู่ไงเตอขมาเกตกแต่มองเตอดาวซาแต่โกนไม่เฮียนเพิ่มเปอร์สอบแบบยางตากอดสลับเตอเตยนะชวนการตรวจสมบัติระบบได้กอดคอมปรังรอเนาะเกบโบลเทอบอลเพิ่มกาเตขยมตกเรียบโกนใจเกโกนเกบโบลเตอซาเตยนะโกนเนอโตยนะจำเรียบโกนเนาะจำโจลซัลเกบโบลโจลบอลนี่ก็สร้างนุกก่อสร้างไอ้จะเปะทลายเป็ดโกนชื่อซองตอนรวยพ้องไอ้จังยังเคยตะกอดบานบอลแม่น้อยก็ปันตะบานบอลแต่มาแบบขนมการจำโกนยังไงเวชวนการไปเตยจีบาบจะเปะจะปันจัดแต่วิ่งอดบานเถื่อบอลสำหรับครูนกอดเต้ไอ้จังดอลกอดสลับปลูเตยรัวเตยแปรดเมียนมาสันทักตรอบสมบัติในใดโกนไอ้คลามารอนะโยมมารอโกนเบอร์บานโกนพญาเลิกแจกเถื่อบอลจังพ้องกรอนโกนคลาอดเต้มาจังตึงการบีไม้สลับปะยุ่มกระดาวจะได้เนี่ยไม่มันกวนนาสลับจอลโกนตีโกนบานไม่จะตีปังบานจะตีปังทลบเคยไม้ปรึกหลังงี้อะไรอดบีไม้เตยโกนออกไม้หายอังเกยหายอังเกยเสยยุ่มมาเคยกี่หายศพไม้เตยกอบเตยไปจอเตยโบจีไอยุ่มเบาคลุนแล้วดวลสลับสว่างแต่ยุ่มมาคายปีคายมาชนะปีชนะสบอด
ដែលឃើញបាំងស្គលឲ្យម៉ែម្ដងដែលឃើញធ្វើបន់ឲ្យម៉ែម្ដងដឹងជាស្រឡាញ់អីទេយ៉ាងនោះម៉ែnóខំមករកកូនឃ្លានពេកមករកកូនមានក្នុងគម្ពីរ3ដកភាគ56មករណាញោមដើររកកូនឃើញទៅជួនកាលទៅកូនខ្លះគេមិនបានធ្វើបន់ឲ្យគេរកស៊ីមានបានគេគិតតែពីជប់លៀងហឺហាតែគ្នាគេប៉ាវលិចប៉ាវកើតអាយនេះស្គាល់តែអត់ដល់តែយ៉ាងហ្នឹងញោមមើលគាត់កំណើតគាត់អត់គាត់ទៅលិតខ្ទុះលិតកំរុងលិតសាកសពលិតម៉ូតលិតលីមួកលិតទឹកមាត់លិតកំហាលិតសបោទៅតាមកម្មពីឯនោះហើយយើងថាយំបោកខ្លួនស្រឡាញ់ម៉ែស្រឡាញ់ឪណាស់នោះមិនក៏បដ ឲ្យគាត់មកលិតខ្ទុះលិតឈាមអញ្ចឹងទៅវិញតែបើស្រឡាញ់ធ្វើម៉េចបើស្រឡាញ់ធ្វើបន់ឲ្យដូចគេថ្ងៃហ្នឹងទៅបានឈ្មោះថាស្រឡាញ់ម៉ែស្រឡាញ់ឪហើយបើមិនដែលអើពើផងមិនដឹងថាស្រឡាញ់តាណាចូលឆ្នាំក៏មិនឃើញភ្ជុំក៏មិនឃើញបាំងស្គលក៏មិនឃើញគេឃើញម៉ែឃើញឪមកអើយល្អណាស់ចូលឆ្នាំម៉ែក្មេកឪក្មេកដេញណាអានាងអាវ៉ាទៅផ្ទះបាំងស្គលទៅជូនមេដាបៃតាមកហើយបានប្រពន្ធស្រុកឆ្ងាយមកផ្ទះមកដល់ពឹបថ្ងៃនេះពួកម៉ាគេហៅទៅឯណោះថ្ងៃនេះពួកម៉ាគេហៅមកឯនេះស្អែកទៅឯណោះក៏ទៅចូលឆ្នាំ3ថ្ងៃអត់បានទេបាំងស្គលឯវត្តក៏មិនបានទៅអានៅផ្ទះក៏មិនបានអាលុយនឹងអស់បាត់ទៅហើយស្អែកត្រឡប់ទៅវិញហើយបើអញ្ចឹងសង្ឃឹមអីទៅញោមថាម៉ែស្លាប់ទៅក៏ស្លាប់ម៉ែនៅរស់អញ្ចឹងទៀតជួនកាលថាមកជូនម៉ែបាន2-3ម៉ឺនម៉ែឲ្យពរឲ្យហូហើយម៉ែឃើញកូនមកជុំគ្នាអញខំមុនលោកបាំងស្គលធ្វើបន់ឲ្យជុំគ្នាម៉ោងសូត្រមុនរមិនឃើញហៅកូនមួយបាត់ហៅកូនមួយបាត់សូត្រតែ2នាក់យាយតាវិញអាដែលមួយថ្ងៃកូនគេទៅឯនេះមួយថ្ងៃកូនគេទៅឯនោះឥឡូវស្អែកដល់ថ្ងៃគេទៅវិញហើយម៉ែនេះអាឡ័យតែកូនជូន2-3ម៉ឺនមិនគ្រាន់ទេបញ្ចេញលុយគាត់ទិញដូរដាំស្លអាឆ្ងាញ់ឲ្យកូនហូបអស់មកទន្ទឹកទៅទៀតដល់ទៅពេលកូនត្រឡប់ទៅវិញបាស្រូវជង្ហុកកាន់ក៏បាន2បាវទៅទៀតណាវាចេះជូនមកបានមកកត្រកដែរផ្លែឈើទិញពីផ្សារម្លងមកបានមកកត្រកដែរមកជូនតំណឹងឯងឡប់ទៅវិញបានក2បាវកាលបញ្ជូនលុយ4-5ម៉ឺនទេប៉ុន្តែម៉ែទិញមកហូបឲ្យកូនតែ2ថ្ងៃវាអស់បាត់ហើយថែមលុយគាត់មកកណោបើអញ្ចឹងក៏មកវាកាន់រវ័នកថែមហ្នឹងញោមណាហើយបើយ៉ាងហ្នឹងវាពិបាកទៅហើយបានជាប្រពុតអប់រំយើងឲ្យចេះដឹងតំណឹងបើយើងពិតជាស្រឡាញ់ម៉ែស្រឡាញ់ឪនឹកឃើញនេះបើគាត់រស់ចុះបើគាត់ស្លាប់ញោមអាត្មានិទានរឿងមួយទៀតជូនញាតិញោមបន្តិចពីព្រោះថាតេខេណានុបទាននឹងយើងធ្វើគំរូតាមចេះពីមុនមកនឹងឯងញោមហើយមានក្រុមតកូលនេសាទមួយក្រុមគ្រួសារស្រាប់តែកូនប្រុសកើតមកកូននឹងវាដឹងជាតិវាដឹងថាអញជាតិមុនធ្វើអំពើបាបទៅនរកទៅប្រែតរងទុក្ខលំបាកណាស់ឥឡូវមកកើតក្នុងតកូលធ្វើបាបទៀតអញគួរតែឈប់ដល់អញ្ចឹងញោមញាតិជាពុទ្ធបរិស័ទទាំងឡាយគាត់នឹងនឹកឃើញគាត់មិនហ៊ានធ្វើបាបកុំដាក់ចំមីក្រូដល់ពេលអញ្ចឹងទៅញោមញាតិពុទ្ធបរិស័ទកូននឹងគេឲ្យទៅគាត់អាណិតសัตว์ទៅលួចទៅប្រឡែងត្រីលួចទៅប្រឡែងសัตว์គេម៉ែនឹងខឹងណាបលយកពូជអញមិនមែនពូជសាសនាធ្វើបន់នេះណាពូជអញពូជបាញ់សត្វហើយជុំមិនក៏មកប្រឡែងទៅសត្វគេដេញឲ្យនៅផ្ទះឥឡូវមិនបាច់មកឲ្យកូនឯងចាំផ្ទះម្ដងនៅចាំផ្ទះទៅលួចទៅរបស់គេដុតចោលអារបស់នឹងសម្លាប់សត្វចេះចុះគាត់ចេះនឹកឃើញថាមិនចង់ឲ្យម៉ែឪធ្វើអំពើបាបតទៀតចេះតែយករបស់ចោលគេខឹងម៉ែឪខឹងកាត់កាលកូននឹងចោលហ្មងប្រឡែងណែឈប់នៅផ្ទះអញស្អីមករកទៀនមករកសិលអីអញមិនត្រូវការធ្វើបន់ទៀនទេចុះចេញពីផ្ទះអញឲ្យឆាប់ទៅរកបន់ណាទៅកាត់កាលកូនមួយនឹងចោលទៅកូននឹងពេលដែលម៉ែឪបដិញ្ញចេញពីផ្ទះហើយដើរតាមផ្លូវឆ្ងាយទៅស្រាប់តែផ្ទះលោកបិណ្ឌបាតអូលោកនឹងមកបួសនឹងអត់មានម៉ែមានឪដូចតាអញដែរទេតែបួសហើយអញ្ចឹងទៅលែងមានម៉ែមានឪលែងមានផ្ទះអញ្ចឹងអញទៅតាមលោកសិនដើរតាមលោកចេះតែទៅតាមលោកបានចង្ហាន់លោកចូលទៅឆាន់កន្លែងណានោះទៅអង្គុយក្បែរលោកដែរហើយលោកសួរថានាងឯងទៅណាមកណាថាខ្ញុំអត់មានផ្ទះអត់មានសម្បែងអត់មានម៉ែអត់មានឪទេគេកាត់កាលគេបដិញ្ញខ្ញុំចេញមកហើយអញ្ចឹងហើយបានដើរតាមលោកម្ចាស់បើអញ្ចឹងលោកក៏យកទៅដល់វត្តទៅឲ្យរៀនធម៌រៀនណាលោកក៏បំបួសទៅបួសនេនទៅខំរៀនសូត្រធម៌ចេះដឹងទៅដល់បួសបានជាភិក្ខុទៅនៅព្រៃភ្នំ2 ដណ្ដប់អង្គភ្នំសានវាសីនិយាយទៅនៅក្នុងព្រៃភ្នំទៅវាបាត់ម៉ែបាត់ឪយូរទៅញោមឲ្យមកពូជនឹងស្លាប់ទៅកើតប្រែតទាំងអស់គ្នាឪពុកក៏ទៅកើតជាប្រែតម្ដាយក៏ទៅជាប្រែតបងនឹងក៏ទៅកើតជាប្រែតសម័យថ្ងៃមួយនោះលោកដើរបិណ្ឌបាតចឹងទៅស្រាប់តែវាប្រទះចំកន្លែងប្រែតដោយអាត្មាសម្ដែងខាងដើមថានៅលើដីនឹងមានមួយកណោប៉ុន្តែមិនឲ្យយើងឃើញណាតែឲ្យយើងឃើញយើងរត់ស្រាប់តែបងក៏លេចស្គាល់ហេលោកនឹងបងអញលោកនឹងបងអញ
ស្រែកហៅលោកប្អូនឈប់សិនលោកប្អូនឈប់លោកងាកមើលលឺសំឡេងប៉ុន្តែមិនអត់ឃើញមានមនុស្សលឺសំឡេងណែឯងជាណាបានជាខ្ញុំមើលអាត្មាមើលមិនឃើញបានប្រែតដឹងថាអូធម្មតាមនុស្សមើលប្រែតមិនឃើញទេបើអញ្ចឹងបង្ហាញឲ្យឃើញសិនបានឃើញទៅស្រាប់តែវាឲ្យលកូលនឹងដីថាលោកម្ចាស់ខ្ញុំនឹងជាបងប្រុសលោកម្ចាស់ដែលកើតក្នុងតកូលព្រាននេសាទនោះឥឡូវខ្ញុំមកកើតជាប្រែតហើយម្ដាយឪពុកយើងក៏កើតជាប្រែតដែរសូមលោកប្អូនជួយផងពួកយើងទាំងអស់គ្នាឃ្លានណាស់គ្មានបាយហូបទេកាលណាឃើញរបស់ល្អចាប់ទៅជាខ្ទុះទៅជាឈាមទៅជារបស់ក្តៅទៅជារបស់ឆេះលោកម្ចាស់ជួយផងលោកសង្វេគភ្លាមថាណកឯណាមកពូចេះបើកុំតែបានលោកមួយមកដើរផ្លូវល្អម្លេះនឹងដល់ណាទេឥឡូវបានលោកមួយហើយលោកថាបងរកកន្លែងសម្រាប់ចោះចាំប្អូនជួយទៅដើរបិណ្ឌបាតបានថ្ងៃនេះមិនឆាន់ខ្លួនឯងទេយកមករៀបចំប្រគិនភិក្ខុសង្ឃនៅលើភ្នំហ្នឹងហ្មងប្រគុណម្ចាស់ទទួលចង្ហាន់ខ្ញុំកណាធ្វើពិធីបាំងស្កូលតែកណានុប្រទានដើម្បីឧទ្ទិសទៅឲ្យញោមប្រុសញោមស្រីនឹងបងបែកតំណែងបាត់តំណែងយូរឥឡូវស្លាប់ទៅកើតជាប្រែតទាំងអស់គ្នាហើយមកបង្ហាញឲ្យឃើញចឹងឧទ្ទិសទៅសូមឧទ្ទិសចង្ហាន់ហ្នឹងឲ្យបានដល់បងដល់ញោមអាហារទឹកកើតមានដល់ម្ដាយឪពុកស្រាប់តែលោកទៅបិណ្ឌបាតរត់មកស្កាត់ផ្លូវស្រែកទៀតលោកម្ចាស់យើងទាំងអស់គ្នាបានអាហារទឹកបរិភោគហើយប៉ុន្តែលោកម្ចាស់មើលណែអត់មានអីធ្លាក់សោះពួកយើងយកសក់មកបាត់បាំងខ្លួនទេកាលណាឃើញសម្ពុតខោអាវយកមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះយកអត់បានទេតើលោកម្ចាស់ជួយលោកដឹងភ្លាមតដើររើសបានស្បង់ស្បៃត្រៃយពកណាត់គេចោលតាមរៀនផ្សារប្រប៉ិនបាតដៃប្របាទជើងយកមកបោកយកមកគក់ចលក់ដានដេធ្វើជាសាដកប្រកេនសូមលោកម្ចាស់នៅគ្រោះទទួលសពុតសាដកទាំងនេះដើម្បីឲ្យកើតជាអាបងស្បៃត្រៃយពសម្លៀកបំពាក់ទឹកដល់ម្ដាយឪពុកខ្ញុំព្រះអង្គដល់ចឹងទៅលោកក៏ទទួលទៅបានកើតជាសម្ពុតទឹកមានដល់ឪពុកដល់ម្ដាយដល់បងហើយស្រាប់តែនឹងស្កាត់ផ្លូវស្រែកសុំទៀតលោកម្ចាស់ហើយលោកម្ចាស់ស្រែកទឹកខ្លាំងណាស់បានបាយចំណីអាហារទឹកទៅក៏ប៉ុន្តែឃើញទឹកក្នុងបឹងចោះទៅរឹងអស់ខ្លះចោះទៅជាក្តៅទៅជាខាស់ទៅជាខ្ទុះទៅជាឈាមលោកម្ចាស់ជួយផងលោកក៏បានដងទឹកដាក់ធម្មក្រកប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសទៅដល់បងដល់ញោមក៏បានទឹកទឹកទៀតបានស្រះបោករណីពួកនឹងនៅបានដោយស្រួលស្រាប់តែញោមមកស្កាត់ផ្លូវសុំទៀតលោកម្ចាស់ហើយលោកម្ចាស់លោកកូនលោកប្អូនលោកម្ចាស់ជួយខ្ញុំបានច្រើនណាស់ប៉ុន្តែលោកម្ចាស់ពួកខ្ញុំទាំងអស់គ្នារាល់ថ្ងៃដេកនៅកន្លែងគេចោលខ្មោចទេអត់មានកន្លែងដេកស្រួលបួលសោះសូមលោកម្ចាស់ជួយផងលោកបានរកកតិចឈើលិចកាត់មកធ្វើជាកូនតូបកូនខ្ទមប្រគេនប្រគេនភិក្ខុសង្ឃឲ្យការជាសេនាសនៈទឹកដល់ម្ដាយដល់ញោមក៏វាការជាសេនាសនៈទឹកស្រាប់តែផ្សំលើក្រោយទៀតលោកម្ចាស់ខ្ញុំព្រះអង្គទាំងអស់គ្នាចង់ទៅណាមកណានៅទៅវាដែលអាហារទឹកមានហើយទឹកមានហើយកន្លែងនៅមានទលាបំពាក់មានប៉ុន្តែទាស់តែចេញដំណើរទៅណាមកណាដើរអត់កើតសោះចេះតែវាទៅរហូតលោកដឹងបើអញ្ចឹងនៅស្ងៀមសិនចាំអាត្មាជួយលោកក៏បានទៅរកស្បែកជើងនឹងឆាត់យកមកប្រគិនវិខុសង្ឃសូមឲ្យកើតជាយានជំនិះទឹកដល់ម្ដាយឪពុកដល់បងប៉ុណ្ណេះញោមមកក៏វាកើតជាយានជំនិះទឹកដល់ឪពុកដល់ម្ដងបងដល់ម្ដាយអញ្ចឹងទៅម្ដាយឪពុកនឹងបានរឹតដូចទេវតានៅក្នុងឋានសួគ៌ទៅហើយដោយសារបុណ្យទំនុកបំរុងបច្ច័យ4របស់កូននៅរស់រៀនណែធ្វើឧទ្ទិសជូនទៅញោមកុំតែបានលោកមួយអង្គជួយកុំអីមកពូជនឹងប្រែតនឹងប្រមាណតកូលទៀតទេអញ្ចឹងឥឡូវភ្លឺស្វាងបានហើយឃើញដែរដោយអាត្មាថាខែរះឆ្លងផ្លូវកូនកើតមុនឪពតាដើរលេងអញ្ចឹងមានកូនតែមួយមែនប៉ុន្តែបើកូនល្អអាចរុងរឿងអញ្ចឹងដល់អញ្ចឹងរឿងហ្នឹងមានក្នុងបៃដកភាគ56កម្ពីពេតវត្ថុញោមណាហើយនៅក្នុងកម្ពីនឹងអាដែលហ្នឹងនិយាយពីអាជាតិសត្រូវអង្គុយស្រាប់តែឃើញមនុស្សចម្លែកមួយក្បាលតងោលហើយលោកនេះសួរថាណែលោកអ្នកបួសទៅណាលោកអ្នកបួសប្រែតស្រែកថាខ្ញុំមិនមែនអ្នកបួសទេខ្ញុំជាប្រែតគ្រាន់តែក្បាលខ្ញុំតងោលទេតាហ៎ប្រែតតែមិនយវាមិនដែលឃើញឮតែគេថាហ្នឹងម្នេះមើលសួរតិចម៉ែឯងប្រែតតែមិនថាខ្ញុំនឹងពីជាតិមុនជាចូលសេដ្ឋីមានទ្រព្យសម្បត្តិប៉ុន្តែខ្ញុំនឹងមិនជឿនរណាបបួលធ្វើបុណ្យធ្វើសិលធ្វើទាននេះខ្ញុំអត់ជឿទេឥឡូវខ្ញុំស្លាប់ចោលទ្រព្យសម្បត្តិអស់ហើយលេងមកកើតជាប្រែតបានខ្ញុំជឿថាប្រែតពិតជាមានមែនហើយចេះណែឯងទៅណាខ្ញុំរត់មករកកូនណាឃ្លានបាយកំមកដែរគេលោកកូនគេឲ្យមួយម៉ាត់ចុះបើទ្រព្យសម្បត្តិខំរកប្រហែលមានយកបានមកឯណានៅកូនទាំងអស់ហ្នឹងហើយទៅរកគេមើលក៏លោកគេឲ្យមួយម៉ាត់ដែរវារមមិនទាន់ឃើញសោះចាញោមមើលរត់រកកូនអញ្ចឹងបានជឿត្រូវសួរថាចុះកូននៅណាហេឮតំណែងថាគេរើផ្ទះសំបែងទៅនៅស្រុកអន្តកវិនពនគរហើយឥឡូវគិតថាទៅរកគេហ្នឹងអាចត្រូវផ្ដាំថាណែលោកខ្ញុំមិនដែលឃើញប្រែតទេឥឡូវណែឯងទៅរកកូនទៅដល់
ជួបកូនក៏ដោយមិនជួបក៏ដោយត្រូវតែត្រឡប់មកវិញបង្ហាញខ្លួនឲ្យខ្ញុំឃើញម្ដងទៀតព្រោះខ្ញុំវាមិនដែលឃើញហើយបើបានជួបនិយាយគ្នាបានអញ្ចឹងមកវិញតំណែងខ្លួនឲ្យខ្ញុំឃើញទៀតខ្ញុំមានសំណួរសួរបានលាជាត្រូវទៅបាត់អាលាយរូបវិញបាត់ទៅប្រែតនឹងក៏ធ្វើដំណើរកាត់ព្រៃកាត់វិលចូលព្រៃដើរទៅដល់ស្រុកអន្តកវិន្ទនគរឃើញគេធ្វើបន់អញ្ចឹងរត់ចូលក្នុងរោងបន់រកមើលកូនអត់ឃើញលោកឆានជុំរត់ទៅក៏លោកកូនអញធ្វើបន់ឲ្យអត់រត់រកតាមវត្តក៏អត់ដល់បន្ទប់គេថាចង្ហាន់ដែលដាក់ប្រគេនលោកហ្នឹងបើប្រែតនឹងយកបានលោកឆានអត់តាន់ទេប៉ុន្តែគ្នាមកដល់លោកតដៃចាប់ឆេះដៃលោកទៅជារបស់ក្តៅយកអត់បានតែនេះអត់តែណអត់និយាយកាលនោះកូនគេធ្វើបន់ដែរប៉ុន្តែវាមិនត្រឹមត្រូវអាពាក្យថាមិនត្រឹមត្រូវនឹងវាខុសទាំងកេណីយបុគ្គលគឺខុសអ្នកទទួលវាខុសពីវិធីធ្វើគឺយើងអត់បានចូលប្រគេនយើងអត់បានចូលឧទ្ទិសខ្លួនឯងអាងតែគេទៅឯងនៅឯណានោះចេះតែអាចារ្យដឹកនាំទៅឯងម្ចាស់បុណ្យបានចូលមកកុំភ្លេចថាយើងចំណាយលុយចំណាយកាក់ធ្វើបុណ្យហ្នឹងបើយើងមិនបានមកចូលប្រគេនខ្លួនឯងទេបុណ្យហ្នឹងមិនបានដល់អ្នកស្លាប់ទេអ្នកម្ដាយឧបាសិកាអ៊ូចហុងលោកយាយអ៊ូចហុងមិនអាចទទួលបានទេប៉ុន្តែយើងចំណាយលុយសួរថាបានបុណ្យនេះបានតែខ្លួនយើងទេមិនមែនបានដល់អ្នកស្លាប់ទេហើយចូលបើចង់បានដល់អ្នកស្លាប់ធ្វើម៉េចតើតែយើងចូលមកប្រគេនខ្លួនឯងឧទ្ទិសខ្លួនឯងបានជារៀបវេប្រគេននឹងគេប្រកាសហៅកូនចៅម្ចាស់បុណ្យឲ្យចូលមកប្រគេនប៉ុន្តែហៅញើអាណិតអាចារ្យដែរហៅមើលម៉ោងជួនកាលគេបន្ទោសទៀតបានមួយមកបាត់មួយចាំខ្ញុំទៅហៅបាត់បងទៅណាបងទៅហៅទៅបាត់បងចេញបងម្ដងចុះឡើងចេញបងមកលើកក្រោយបន្ទោសហ្មងយីអាចារ្យនេះឯងនោះភ្ញៀវមកអ្នកមុខអ្នកការប៉ុណ្ណាណីឥឡូវជាប់ភ្ញៀវនោះរាប់រយតុកហើយគ្រាន់តែប៉ុណ្ណឹងឲ្យដឹកមុខជំនួសខ្ញុំយកមកហ្នឹងជាមុខជាការជំនួសខ្ញុំហើយបើអត់ខ្ញុំធ្វើមិនកើតអីមិនរំខានស្ដីឲ្យទៀតអត់អីទេអាចារ្យធ្វើក៏បានដែរប៉ុន្តែក្រែងអាចារ្យស្ពាយបុណ្យទៅអស់ទៅឯងអ្នកខំធ្វើអត់បានបុណ្យដល់ឪពុកម្ដាយអីចឹងទេយើងអ្នកចំណាយលុយបានណាខ្ញុំណាបានតែខ្លួនយើងទេវាអត់បានដល់អ្នកស្លាប់អញ្ចឹងទៀមទីឲ្យកូនចៅនឹងរវល់ប៉ុណ្ណាក៏សុំគេមកផ្លែតមកយ៉ាងយូរ10នាទីទេមកប្រគិនមកទិសសិនអាហ្នឹងត្រូវហើយឲ្យតែធ្វើតំណឹងត្រូវបើមិនលងតំណឹងចប់ទៅមកបនតែកណានុប្រទានមិនលងតំណឹងចេញចប់ទៅទេហ្មងខ្ញុំទៅជាបនជុំលៀងទៅជាបនសបាយទៅវិញនេះដាក់ធុងបាសរមអីចឹងទៅហើយដល់តែមិនលងតំណឹងអត់បានចូលប្រគិនអាហ្នឹងវាអត់បានទេអញ្ចឹងនិយាយពីប្រែតមិញហ្នឹងកូនគេធ្វើដែរបើមិនត្រឹមត្រូវអត់មានបានអីរត់មកវិញយំស្រេចអង្គុយទៅបោមក្បាលជាកងជូតទឹកភ្នែកអញហើយអញខំរកស៊ីតាំងពីសក់ខ្មៅរហូតសក់សរិះផងថាំផងមិនហ៊ានចាយមិនហ៊ានវាយមិនហ៊ានធ្វើបន់ទេទុកឲ្យកូនឥឡូវស្លាប់មកហើយមករកកូនតែមួយម៉ាត់មិនបានហូបផងគេសបាយតែគ្នាគេឯងវាអត់ដល់អញ្ចឹងរត់ទៅដើរលិតខ្ទុះលិតឈាមលិតកម្រងលិតទឹកងាត់គេនឹកឃើញអាជាសត្រូវផ្ដាំថាឲ្យទៅបង្ហាញខ្លួនម្ដងទៀតគេនឹងមានសួរទៅហើយមកដល់បង្ហាញខ្លួនម្ដងទៀតឯនេះសួរដឹងថាម៉េចបានជួបកូនឯអត់ថាបានជួបទេបើគ្មានបានហូបទេកូនធ្វើអត់ត្រឹមត្រូវផងដល់អញ្ចឹងអាជាត្រូវក៏ធ្វើឲ្យធ្វើបន់ឲ្យឧទ្ទិសផលបន់នឹងបញ្ចូលប្រគេនខ្លួនឯងឲ្យយើងទៅក៏បានសម្រាប់អាហារទឹកពេលហ្នឹងទៅបានបាយហូបហើយញោមក៏ដែរអញ្ចឹងទៀមមើលញោមក៏ដែរមានក្នុងកាពីដើររកកូនអញ្ចឹងអញ្ចឹងបានយើងនឹកឃើញអញ្ចឹងដែរយើងធ្វើហើយត្រូវតែចូលមកប្រគេនលំដាប់ទី1ចូលមកដល់គេឲ្យសមាទានសាលសិនសមាទានទៅញោមកំភៃញោមខ្លះភ័យតែអញមិនតន់ថ្វាយខ្លួនផងបើយប់នឹងដាច់វិញទៅរត់តែបាបលើសដើមវាមិនមែនអញ្ចឹងទេអ្នកសិលបាន1ម៉ោងគិត1ម៉ោងបាន2ម៉ោងគិត2ម៉ោងបាន1ម៉ោងអានិសង1ម៉ោងបាន2ម៉ោងអានិសង2ម៉ោងខ្ញុំណាហើយតែស្លាប់ទៅយមមកបាល់សួរមានឯដោះស្រាយទេប្រយ័ត្នជុំរាជសួរទៅតាមមកពីណាយាយមកពីណាខ្ញុំមកពីភូមិគេហៅភូមិអីគេមកពីកំពង់ធំខ្ញុំមកពីភូមិបោះស្បែងបានធ្វើសិលអីដែរអត់ផងថាចាំរៀបកូននោះចាំចូលសិលឥឡូវរៀបមិនទាន់អស់ផងស្លាប់មកទៅពិនិត្យមើលបជីទៅអូជាបចៅគេច្រើនណាស់ធ្វើបាបច្រើនណាស់ធ្វើបន់បានតិចជាងបាបទេបើអញ្ចឹងជឿអត់បានទេដៅខាងនោះអញ្ចឹងលោកតានេះមកពីណាមកពីបោះស្បែងហើយបានធ្វើបន់អីដែរអត់ផងថាចាំឆ្នាំក្រោយកូនគេរកស៊ីមានបានគេធ្វើបច្ច័យ4ឲ្យឥឡូវវាមិនទាន់ឆ្នាំក្រោយក៏ស្លាប់មកទៅណែពិនិត្យមើលទៅអូយអំពើបាបច្រើនជាងបន់តិចហើយអញ្ចឹងជឿអត់បានទេដៅនេះណាវាអញ្ចឹងហើយដល់តែពិនិត្យមើលនេះមកពីណាដែរខ្ញុំនឹងមកពីទួលតាអៀមបានធ្វើបន់ធ្វើសិលអីដែរបានម្ដងថ្ងៃគេបន់ឲ្យម៉ែខ្ញុំនឹងគេហៅមកសមាទានសិលបានសមាទានសិលគេ2ម៉ោងយប់ដាច់ទៅវិញពិនិត្យមើលទៅគ្រាន់បើជាងអត់អញ្ចឹងទៅនោះរួចខ្លួនខ្ញុំគេដែរវាមានសិលវាគ្រាន់បើនាយសំពៅទាំង700នាក់លេចសំពៅសមាទានសិលមួយផ្លែតបានប៉ុន្មានម៉ោងខ្ញុំមើលអ្នកធ្លាប់រៀន3ដកធ្លាប់រៀនធម្មបទឃើញលេចសំពៅតែភ្លាមនៅក្នុងមង្គលរតិបនីឃើញខ្ញុំស
សមាទានសិលក្នុងសមុទ្រនឹងតែមួយផ្លែតញោមមើលស្លាប់ទាំងអស់បានឋានសួគ៌ណាអារម្មណ៍ល្អអញ្ចឹងខ្ញុំបំរើណាថាបណ្ឌកសិទ្ធិមួយសមាទានបោសុទ្ធសិលមកកណាត់យប់បានឋានបានកាយទេវតាដែរហើយអញ្ចឹងញោមឲ្យ1ម៉ោង2ម៉ោងក៏បានគ្រាន់បើដែរមិនមែនដាច់ភ្លាមទេណាប៉ុន្តែរឿងសំខាន់ណោះពេលដែលវេប្រគេនឧទ្ទិសជូនម្ដាយយើងសមាទានសិលស្អាតបរិសុទ្ធអាកំពុងស្អាតបរិសុទ្ធនឹងហើយដែលធ្វើទៅម៉ែទទួលបាននោះគាត់ត្រេកអរហើយបើយើងអត់សិលក៏ថាម៉ាអាកូនអត់សិលក៏ងើយទៅនរកប្រែតដែលគាត់មិនត្រេកអរអានឹងអត់បានទេអញ្ចឹងបានមុននឹងវេគេឲ្យសមាទានសិលសមាទានសិលសមាទានតាមគ្នាមកហើយបានវេហ្នឹងគេឲ្យកូនចៅម្ចាស់ទានហ្នឹងថាតាមប៉ុន្តែកូនខ្លះអត់ថាផងហ្នឹងអាត្មាលបមើលឃើញតែយាយតាថាកូនខ្លះអត់ថាផងអញ្ចឹងអាចារ្យដឹងជាវេទៅអីនាំហត់ទេប្រគេនលោកណាមកនោះបើកូនគេមិនថាតាមផងវេធ្វើអីមកពីគេចង់ឲ្យកូនចៅហ្នឹងអត់ទិសអាចារ្យគេប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនហើយដល់មកកូនគេមិនថាតាមផងនឹងបរៀនពីណាបើយាយតាគាត់ចេះហើយមិនបាច់បរៀនគាត់ទេគេទិសបនទៅបើឲ្យបានដល់ម៉ែដល់ហើយកូនគេមិនចេះបានគេឲ្យអាចារ្យថាហ្នឹងកូនគេថាតាមហើយអញ្ចឹងញោមឲ្យកូនថាតាមញោមណាតែកូនណាមិនថាកុំខឹងអាចារ្យលែងវេហើយហើយបានយើងចូលប្រគេននេះផ្ទាល់ដៃប្រគេនហើយក៏មកចហិតចហមរត់ចោលពេកហើយប្រគេនហ្នឹងខ្លះអាត្មាជាលបមើលទៅដូចជាវាគ្រាន់តែកាន់ថតទេប្រគេនលោកហុចខុសលោកផងអាឡ័យទៅសម្លឹងទៅអ្នកថតឯណោះហើយដល់តែជាប់រូបមកវាឃើញវាដូចជាគ្មានប្រគេនទេគ្រាន់តែកាន់ថតទេនេះព្រោះភ្នែកគ្មានមើលលោកផងចេះតែហុចស្មានហ្នឹងហ្នឹងអញ្ចឹងអាគេថតរូបគេថតសកម្មភាពគេមិនមែនថតមុខទេហើយអញ្ចឹងយើងកុំបាច់បែរទៅរកអ្នកថតអីបែរមកលោកមកដើម្បីឲ្យវាថតជាប់រូបទៅពិតជាកំពុងប្រគេនមែនហើយតែបែរទៅដល់អ្នកថតវាលែងពិតដែរវាតែជាការថតទេហើយដល់ហើយចេះហែមតិចសួរអាចារ្យមិនខ្ញុំឡើងបាននៅបញ្ញាប់អង្គុយមិនសុបប្រមាណនេះឡើងវឹងទៅអាហ្នឹងវោហើយឧបមាថាម៉ែនៅពេញឧបមាថាលោកយាយនៅពេញខ្ញុំណាលោកយាយអីឧបមាថាលោកយាយហុងនៅពេញហើយកូនចៅនឹកឃើញណាស់បេះមង្ឃុតល្មុតសេដាដាក់ផ្ញើទៅហើយមានត្រីឆ្អើទេប្រឡាក់ទៀតយកទៅស្កាត់ឡានតាមផ្លូវមុខវត្តទូលទៅក៏បានដែរទៅស្កាត់ចាំហៅឡានដល់តែពេលស្កាត់ឡានមកដល់ហៅគេពឹបឈប់សិនគេឈប់ហើយយកជូនផ្លែឈើនំចំណីដាក់ផ្ញើទៅឲ្យម៉ែខ្ញុំនៅពេញដាក់ពឹបវឹងមកផ្ទះវិញតែកង់ឡានបើកទៅដល់ពេញនឹងញ៉ែគេនៅណានឹងម៉ែគេឈ្មោះអីហើយយកទៅឲ្យឯណាស្រាយមើលមើលអូអានេះរបស់ឆ្ងាញ់ទៅរកម៉ែគេមិនឃើញហូបកំតិចបដ ாய் មិនអញ្ចឹងហើយយើងប្រគេននឹងប្រគេនជូនពីណាប្រញាប់ទៅណាមិនក៏មិនខ្សឹបប្រាប់សិនបើយើងប្រគេនភ្លាមឡើងភ្លាមដូចយករបស់ទៅដាក់ឡានអត់ប្រាប់ទេយើងប្រាប់តកង់ឡានថាណែម៉ែខ្ញុំឈ្មោះនេះនៅផ្ទះលេខប៉ុណ្ណេះផ្លូវលេខប៉ុណ្ណេះបានគេទៅរកឃើញហើយយើងផ្ញើទៀនទៅហ្នឹងក៏ចឹងដែរប្រគេនលោកហើយយើងនៅឧទ្ទិសសិនប៉ុនហ្នឹងខ្ញុំធ្វើសុំជូនដល់យាយនេះលោកយាយហុងតែលោកតានេះសុំនៅកន្លែងណាមកទទួលមកហើយបើគាត់មិនដឹងទេផ្ដាំទេវតាជួយហៅជួយកេះគាត់មកទទួលផងតើតែយើងប្រាប់អញ្ចឹងសិនបានទេវតាជួយរកឃើញហើយស្រាប់តែប្រគេនហើយវឹងទៅបាត់នឹងគេឲ្យទៅពីណាអាហ្នឹងវាខុសតំណឹងដែរណាញោមណាអញ្ចឹងប៉ុណ្ណឹងឲ្យតែយើងចូលធ្វើត្រឹមត្រូវអញ្ចឹងអាហ្នឹងបានផលដល់គាត់ហើយអញ្ចឹងចូលមកប្រគេនចូលមកឧទ្ទិសខ្លួនឯងគេថាអ្នកធ្វើបុណ្យបានអង្គ3ញោមទី1យើងចូលប្រគេនទី2យើងឧទ្ទិសទី3គាត់មកទទួលហើយខ្លាចគាត់មិនដឹងនឹងហើយបានយើងសូត្រទៅលោកអាចារ្យនាំទេវាគាត់ថ្វាយនៃវេទយងអ៊ីមីនីយ៉ាងកញ្ញយាទេវតាហើយនឹងធរគេហៅថាធរហៅអញ្ជើញអស់ទេវតាទៅជួយប្រាប់ហ្នឹងណាញោមធរយាទេវតាយ៉ាងកញ្ញអ៊ីមីនីហ្នឹងមានទេវាគាត់ថ្វាយនៃវេទយងសូមប្តឹងដល់ទេវតាទៅជួយប្រាប់ព្រោះរឿងហ្នឹងប្រពុតផ្ដាំអញ្ចឹងញោមមើលក្នុងយ៉ាងកញ្ចារមណាំងបងថាបើយើងធ្វើកិច្ចជាអារម្មណ៍នឹកដល់មេត្តាបៃតាអីហើយអញ្ចឹងសូមឲ្យជូនបុណ្យកុសលហ្នឹងហើយសូមហៅទេវតាផងព្រោះថាទេវតាមានទេវតានៅតាមផ្ទះតាមផ្លូវមានចក្រឡោកបាលហ្នឹងទេវតាទាំងអស់ហ្នឹងដឹងថាម្ដាយយើងឪពុកយើងទៅនៅឯណាអញ្ចឹងគេជួយយកតំណែងហ្នឹងទៅប្រាប់គេជួយឲ្យបានហើយក្នុងបលី5យ៉ាងមានទេវតាបលីបងថាបរិច្ចាគមួយផ្នែកដល់ទេវតាផងអញ្ចឹងដែរអញ្ចឹងញោមញាតិពុទ្ធបរិស័ទលោកអាចារ្យក៏អញ្ចឹងដែរតែងតែអញ្ជើញទេវតាអញ្ចឹងកូនចៅធ្វើហ្នឹងគឺត្រឹមត្រូវហើយបើត្រឹមត្រូវអញ្ចឹងហើយទេវតាថែអាសាការពារយើងបើនិយាយពីមហាស្នេហ៍ប្រកែបំផុតតែហ្មងញោមដាក់ដោយទេវតាផងដោយមនុស្សផងហើយទៅរកគ្រូស្នេហ៍គេខំស្រោចទឹកចុះឡើងពាក់ចំណងឡើងធ្ងន់ជាកេះហ្នឹងដាក់បានតែមនុស្សទេរួចមិនស្រួលមិនប្រកែផង
ai snai nè đại miền thọ cắt từ nhu thơ bon chun mai nè snai đòiមនុស្សđòi tê đá từ cái này na có kia lạnh có kia trâu chất kia nát kia sâu đấy tê đá thà xa cà pía đấy nhung hỏi ơi dương trong bàn mèng côn la trong rò khnai tan trong rò coi phục trong rò sọc chma trong rò niềng puôn niềng lẹ ai na có long con chum mày na đó giờ máu đam mê về cao mèng côn bàn tay bỏng dầm đai tham mía ta phải tao bạt than nắng e tam mèng kẹ là một tầm mang na tầm rục mầm rong trong và đam đòn mía đa bay đa này chỉ mèng côn đọt đom đại tê và đa xoay rò pi từ nóc chna mọt khơi nhé bỏng rò khơi mèng côn nè nhiều mới cái đấy nơi tận này xó bạn thoại cúm á nhung từ nào mà nó thoại cúm bị lừa máuนี่ตะไลเตะบอสเจสัวปองทวายกลมน่ะนะท่านน่ะดังคนปกดังคนไม้ดังบองดังปอนตนกกับน้องทวายกลมน่ะน้องดอยจังเตวดาขบกระไรทวายกลมตามไอ้จังไปยังดังคนไม้เอาทำไมเตวดาก็ทวายกลมยังได้ไอ้จนเนี่ยมันดังคนวิ่งตีเทียนเลือยแคบจุ่มก่อนเจ้าเมียนตรอบสมบัติทนเทียนคลุนมันบ้านจิจำเรียซาเมียดาใบดาได้จ่าจริยให้นูเตอเชียนอมเอาวินี่นี่ยงก็ได้เฮ้ยจังแต่มันดังคนไม้เอาวินี่ให้บ่ายจังยังดังคนไม้เอาซอกจำรานไปเนี่ยเตยยมนะเราตัวเตียนเจแต่เมียนเจแต่บ้านการเวียนกรมแต่เจแต่จมสกดมรมนี่เราโหต่อเรียงเตยสมตึกบอลกสอลในจูนดอลปปการไรจนขมอยมนขมอยกรอยมารอยจนมาปอนตำรวจตาตุนยีตูตาเลเลียจีไปแซวบาสิกาอูห้องแต่เนตีนาสมัยตุลธามนุญพรนี่อัตตะเปรียมหากษัตริยานีบริจุนบริยานีสนายหาชีตบานโบชีพลีจีวัดดำใบบปะหาชีตศาสนาสมัยบานตุลธามนุญพรกสอลขนมกรรมวิธีบอลนี่อัตตะสมเด็จประสงค์ริญญาพรายกรุ๊ปจำนวนประชาธิการวัดหนึ่งอาจารย์คณะกรรมการวัดกรุ๊ปจำนวนในบ้านโตซูโบชีพลีจีวัดดำใบไทยราชาชีตศาสนาบอลซอลเจเกตำนานตกมาเอายืงระหดปันแน่ส้มในบ้านตุลธามนุญพรในได้กองเจ้าบองพอนปลแต่เฮียนนี่แต่เฮียนจนจิตขมายในบ้านปลีจีวัดดำใบไทยราชาคาเปียตักใดขมายบอลซอลเอายืงปันแน่ส้มในโลกบ้านตุลธามนุญพรในได้สมรภูมิข้างคราวเดี๋ยวสอบทั้งไงในคาเปียตามพรมแดนประสาทนี่ในตามพรมตุลประเทศหรือก็ในดับบอลนาการยาไลนาก็สมัยสำรัจกิจการเงียรีคลุนอ้อยเตวดาจุยยังจัดกำลังรัชชันเปียมุมุดขนมกาเปียประเทศจิตสมรภูมิข้างขนมแต่งกรุ๊ปมันไตรกระทรวงสถาบันสำรัจประซองกรีดตั้งอ้อการเงียนาก็สมัยสำรัจดักนอมนีวีกัมพูชีบ้านซอกสันเรพีบหนึ่งเมียนวัฒนเพียบรงเรื่องริจมรานต่อเรียงเตอสมทวายบริจกสอนในมันพลิกดอลสำรัจเปรียมหาสมัยเทียทัพได้แต่ซองกันยุในบริจีนาจากกัมพูชีได้พระองค์เมียนปฏิอนัตอาโซดอลจนจิตขมายไกรครอบานบัวบานเรียนย่างอ้อยบัวเรียนเมียนเนี่ยปราชการล้างโดยสัตว์เมียนโลกเทศนาเมียนพอมากระทักซอบไซตามทอเทศนาตามบรรจุตามตูรุตัวสอบแบบอย่างในหายคราวบริจีทัพได้ยาพิประบสำรัจเลิกตำกลางศาสนายังอ้อยเมียนเนี่ยปราชล้างวิ่งอ้อยเมียนในเช่นดังล้างวิ่งโดยเฉพาะสมสำรัจบานประจุนเมียตีเคียยูเวนยินดูชิมลุกดอลโกนเจ้าโยมยิดพุทธบริษัทบ้านเคยทราบประได้เจ็บประกนดักนอมในดับบอลนี่ประได้เจ็บประกนตัวแต่เอี่ยมแต่เมียนปฏิตนตัวอนัตอาโซดอลพุทธบริษัทโบชีชีวิตระบบคลุนมกขนมศาสนาดำใบดักนอมพุทธบริษัทสมอ้อยปองเมียนประจุนเมียตีเคียยูเวนยืนยูรวมนังตหะการัยครุปองก็จังได้ไอ้ลูกยีลูกตาลูกอาจารย์คณะกรรมการจำนายเปรย์เรียนหนึ่งคลุนใบเมียนจำนาจ้าให้มาดักนอมกรรมวิธีบอลนี่โซมอยลูกตาบ้านสำรัจในทอจวนขบวนหนึ่งชับพอตกเพยถึงออกนี่เนี่ยมาโจจับเมียพอสมใบใบมาใบสันได้มวยกัวสลามาจนนัดมันลูมาตะลักตักมาตะลาวเติบเตียเป็นบ้านก็ได้หนึ่งขนมตีนี่ก็ได้สมเป็นบ้านสำรัจประย้อยสอบแบบย่างตามปัฒนาเชื่องจะแขนเชื่องชนะข้างจองเพยเนี่ยช่วยตบช่วยแตงช่วยจัดช่วยแจงช่วยลีช่วยใส่เลือกตกเลือกด่าเลี้ยงจานชนะปันเป็นจัดปลายเชื่อเนี่ยดำเนี่ยทรอนเนี่ยสลบแทมบกแทมเบลแทมบีเจงแต่งจ่าแต่งขมิ้นชีวิเยบจะเนี่ยคอลคอยรถตกบำเรอยี่บำเรอประซองไปปัฒนาประย้อยนาโปนาสมบัตินะโจสำรัจเมียนเมียดาใบดาใบใจทานตึงโดยเกได้สมัยบ้านตุลธามนุญพรขนมตีนี้ได้แต่งมาจากบอลแต่งโยมยิดพุทธบริษัทให้ก็มันพลิกดอยโยมยิดได้บ้านช่วยเพื่อทอมาเตียนพอนะทอนั่นคือเมียนบุญทอปัดเปียทสัจจะทอนั่นคือทอปัดเปียทอปัดนั่งยังเชื่อก็ได้มันเชื่อก็ได้มันสำคัญในปัญหาไตรกับเมียนอดเมียนประคอมนาถ้าเอาเชื่อที่ปัญหาโรเคยตั้งเวียปัดตีมวยไปตกกับสัจจะมนุษย์ตะการมาเมียนตกไอ้ปัดมันปัดจำจะนำมือแต่ยัยนายมยักจริงที่สกอร์ตกถ้าเกาหลีบาปจะดังจริงเกชื่อเปียจะดังจริงcáiดังท้ออันเมียนรูปเมียนตกแมนเชื่อมันสำคัญปัญหาสำคัญตกเธอแต่เมียนก่อนน้ำมันหอยหนึ่งกราวแต่หอยหนึ่งจานสอบทั้งไงก็กระปงตกได้
ប៉ុន្តែដោយសារថាយើងវាស៊ាំទ្រាំជាមួយទុកទៅអាសបាយបន្តិចបន្តួចមកប្រឡប់ទៅហាក់ដូចជាសក់ខ្លាំងណាស់ប៉ុន្តែអត់បានទេអង្គុយទៅយូរមិនព្រែជើងក៏ចុកដែរងើបឡើងដើរពេលរឡានឥឡូវហើយបើដូច្នេះកើតមកតែមានទុកហើយសច្ចៈមួយទៀតព្រះអង្គរកឃើញហៅថាដែនហេតុអីនាំឲ្យកើតទុកលោកហៅថាសមុទយសច្ចៈគឺរហេតុវាពិតជាមានហេតុផលដែលនាំឲ្យកើតទុកមកទៅពីមានរូបរាងកាយមកទៅវាមានបញ្ចខណ្ឌមកទៅមានកិលេសមកពីវាមានសង្ខារមកពីមានឧបាទានកម្មនាំតាក់តែងបង្កើតរូបរាងកាយមកក្នុងវាលវដ្តសង្សារនេះគឺត្រូវតែទទួលទុកកើតពីសេចក្តីស្រឡាញ់ទុកកើតពីសេចក្តីស្អប់ទុកកើតពីខឹងទុកកើតពីប្រាថ្នាខឹងគេច្រើនក៏ពិបាកខ្លួនឯងនេះមិនស្រួលទេណាបើដូច្នេះហើយព្រះអង្គរកឃើញហេតុអីដែលនាំឲ្យកើតទុកនោះមួយទៀតព្រះអង្គទ្រង់រកផ្លូវដើម្បីរំលត់ទុកនឹងរកផ្លូវដើម្បីរំលត់ទុកដែលគេហៅថានិរោធសច្ចៈរកផ្លូវដើម្បីរំលត់ហើយរកឃើញរកវិធីឃើញឲ្យយើងប្រតិបត្តិទៅតាមផ្លូវទាំង8អថង្គិកមៈទាំង8ដែលហៅថាមគ្គសច្ចៈមានផ្លូវពិតប្រាកដសម្រាប់ចេញរួចពីទុក្ខសមាទិដ្ឋិសមាសង្កបៈសមាវាយាមៈសមាសមាធិសមាសតិជាដើមនោះហើយគិតត្រូវនិយាយត្រូវសមាធិត្រូវពិចារណាតម្កល់ចិត្តត្រូវត្រេះរិះត្រូវការងារត្រូវយល់ឃើញត្រូវទាំងអស់កុំឲ្យខុសអានឹងទើបរួចទុកបានដូច្នេះយើងសរុបធម៌ដែលព្រះអង្គត្រាស់ដឹងហៅទៅសច្ចៈធម៌មកគឺទុក្ខសច្ចសមុទយសច្ចនិរោធសច្ចមគ្គសច្ចៈមានន័យថាទី1ទុក្ខទី2រកហេតុនាំឲ្យកើតទុក្ខឃើញទី3រកវិធីដើម្បីរំលត់ទុក្ខរកវិធីនឹងឃើញហើយទី4គឺអនុវត្តតាមវិធីនោះបានផុតទុក្ខយើងយកអរិយសច្ចនឹងមកប្រៀបជាមួយពុទ្ធបរិស័ទក្នុងការរស់នៅក្នុងសង្គមដែលគេហៅថាក្នុងលោកីនេះមនុស្សយើងក៏វាមានទុក្ខបើយើងគិតមិនទាន់ដល់ធម៌ជ្រៅយើងបែរមករកធម៌រយៈត្រឹមតែជីវភាពរបស់មនុស្សសេចក្តីសុខនៅក្នុងសង្គមមនុស្សសិនមនុស្សយើងកើតទុកព្រោះអីទុកព្រោះអត់បាយទុកពីព្រោះឈឺទុកពីព្រោះល្ងងទុកពីព្រោះគេបៀតបៀនទុកពីព្រោះចិត្តប្រាថ្នាអីវាមិនបានសម្រេចបើដូច្នេះយើងឃើញថាសេចក្តីទុកនឹងវាទុកកើតមានណាកើតមានមកពីអីអត់បាយមកពីខ្ជិលក៏មានមកពីអត់ទៅធ្វើការក៏មានមកពីទៅធ្វើការវាពិបាកផ្លូវក៏មានមកពីអត់មានទូកឆ្លងមកពីអត់មានស្ពានឆ្លងយកអ្នកជំងឺទៅពេទ្យមិនតាន់ឈឺរត់ទៅពេទ្យមិនតាន់អាឡ័យអត់មានទូកអត់មានស្ពានឆ្លងទូកទៅចំទូកលិចទៀតឧបមាអញ្ចឹងវាជាហេតុរាយរងមួយដើម្បីឲ្យមនុស្សនឹងកើតមកជាទុកវាមានហេតុផលខុសគ្នាហេតុផលខ្លះមកពីផ្លូវហេតុផលខ្លះមកពីអត់ផ្លូវហេតុផលខ្លះមកពីអត់ស្ពានហេតុផលខ្លះមកពីអត់ស្ពានកូនវាទៅរៀនមិនទាន់ម៉ោងអ្នកទៅធ្វើការក៏មិនទាន់ម៉ោងអ្នកទៅស្រែក៏ទៅពិបាកមកបានអីក៏ពិបាកដឹកជញ្ជូនសពបែបយ៉ាងយើងឃើញតែគ្រាន់តែនិយាយពីស្ពានមួយមុខហ្នឹងវាអត់តែស្ពានមួយមុខហ្នឹងវាមានទុកមួយកណោសម្រាប់មនុស្សរស់នៅក្នុងបច្ចុប្បន្នបើអាកោយន្តឆ្លងអស់ហ្នឹងក៏វាពិបាកម្ល៉េះហើយវាងចុះវាងឡើងវាខាតប្រសិទ្ធតែនាំហេតុទុកទាំងអស់អញ្ចឹងនិរោធគេហៅថានិរោធសច្ចៈដើម្បីរកពិធីរងាប់សេចក្តីទុកនឹងបានត្រូវធ្វើម៉េចបើមិនរកទូកឆ្លងឲ្យធ្វើស្ពានអានឹងវិធីអនុវត្តតាមអរិយសច្ចៈអញ្ចឹងយើងធ្វើស្ពានហ្នឹងគឺជាមធ្យោបាយបំបត្តិសេចក្តីទុករបស់ប្រជាជននៅក្នុងតំបន់ហ្នឹងទុកមួយផ្នែកនៅមានអាផ្សេងពីនឹងច្រើនទៀតប៉ុន្តែយើងនិយាយអាផ្នែកហ្នឹងពីព្រោះវាចំបនស្ពានហ្នឹងដល់ទៅពេលយើងធ្វើហើយយើងគិតឃើញថាផ្លូវដើម្បីរំដោះទុកវាមានតែបើមិនធ្វើស្ពានធ្វើផ្លូវធ្វើទូកឆ្លងបើអញ្ចឹងយើងសម្រេចយកមួយណាចាប់ផ្ដើមមគ្គសច្ចៈអនុវត្តឥឡូវធ្វើផ្លូវឥឡូវធ្វើស្ពានបានជាយើងធ្វើទៅដើម្បីរំដោះនៅសេចក្តីទុកដតិចតួចសម្រាប់នៅក្នុងតំបន់សម្រាប់នៅក្នុងភូមិស្រុកនេះมันអាចសម្រាប់ប្រជាជនទូទៅមកប្រទេស
ហើយរួចទុកទាំងអស់គ្នាបានទេជួយបានមកក្នុងតំបន់មកកន្លែងនឹងបានស្រួលចឹងទៅហើយបើយើងគិតមើលពីបញ្ហាសេចក្តីសុខរបស់មនុស្សនៅក្នុងសង្គមមួយហៅថាសង្គ្រោះគ្នារស់នៅក្នុងសង្គមយើងនេះបើសិនជាមិនមានការសង្គ្រោះគ្នាមិនមានការជួយគ្នាទេយកគ្នាជាសត្រូវទៅរកសុខឯណានឹងឃើញខ្ញុំមនុស្សយើងច្រើនយករបងផ្ទះធ្វើមិត្តយកអ្នកខាងចិត្តធ្វើសត្រូវបើធ្វើបែបនោះអត់បានសុខប្រមាណទេសុខចិត្តមានបានបន្តិចបន្តួចឡើងយោសាក់បន្តិចបន្តួចចាប់ផ្ដើមធ្វើរឹកធ្វើពៀដាក់អ្នកចិត្តខាងមើលងាយអ្នកចិត្តខាងធ្វើរបងឲ្យកពុះលិចក្បាលយករបងជាមិត្តយកអ្នកខាងចិត្តជាសត្រូវនៅពេលយើងមានទុក្ខមានភ័យមានអាសន្នគេមិនជួយយើងទេយើងធ្វើឲ្យគេស្អប់យើងមានទ្រព្យមានលៀបមានយសហើយយើងគួរតែឲ្យគេស្រឡាញ់ឲ្យច្រើនទៀតមានអ្នកគ្រប់គ្រងឲ្យច្រើនទៀតបានយើងកាន់តែប្រសើរហើយបើយើងបែរទៅជាមានលៀបមានយសបង្កើនសត្រូវឲ្យកាន់តែច្រើនទៀតនៅតែវិលមករកសេចក្តីទុក្ខវិញដែរបើសិនជាមនុស្សយករបងនឹងយកអ្នកចិត្តខាងនេះធ្វើជាមិត្តភក្តិស្និទ្ធស្នាលឲ្យគេស្រឡាញ់ចូលចិត្តរស់នៅក្បែរគ្នាមិនបាច់មានរបងក៏វាសុខដែរគេនៅជុំវិញគេជួយយើងដូចគេថាអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ានអញ្ចឹងអ្នកមានរក្សាក្រត់អ្នកសាខ្សត់អ្នកមានរក្សាខ្សត់ដូចសំពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ានបើយើងរៀនចេះដឹងខ្លាចជាអ្នកប្រាជ្ញធ្វើម៉េចឲ្យអ្នកល្ងងស្រឡាញ់ផងកុំឲ្យគេស្អប់អីហើយបើយើងធ្វើជាអ្នកមានបានធ្វើម៉េចឲ្យអ្នកក្រនឹងស្រឡាញ់យើងផងកុំឲ្យអ្នកក្រចាត់យើងជាសត្រូវម្ល៉េះហើយធម៌ទាំងនេះព្រះពុទ្ធទ្រង់ឲ្យយើងចេះសន្តោសសង្គ្រោះគ្នាដែលហៅថាសង្ឃហធម៌មាន4ទី1ទានអ្នកចេះចែករំលែករបស់ដែលយើងបានមកធ្វើឲ្យអ្នកចិត្តខាងគេស្រឡាញ់ចូលចិត្តអក្សរសិល្ប៍ខ្មែរបានបញ្ជាក់ថារឿងមេយើងអាមេនុបនឹងបានប្រពន្ធខាតលាក់នោះគ្មានចេះរាប់មិត្តទេគេស្អប់ពេញភូមិដល់ពេលលើកក្រោយបានប្រពន្ធគ្រប់លាក់មកប្រពន្ធនឹងប្រាប់ប្តីថាយើងក្រគ្មានទ្រព្យសម្បត្តិគ្មានញាតិមិត្តបងប្អូនទេយើងមិនត្រូវយកអ្នកណាជាសត្រូវទេយើងយកអ្នកភូមិផងរបងជាមួយយើងជាមិត្តយើងអញ្ចឹងហើយយើងបានត្រីបានអីមកយើងត្រូវចែកគ្នាទីបំផុតអ្នកស្រុកអ្នកភូមិស្រឡាញ់គ្រួសារនឹងគេចាញ់ចូលផ្ទះនឹងគេស្រឡាញ់ចូលចិត្តដោយសារកំណត់ដឹកនាំដ៏ប្រសើរធ្វើខ្លួនពីអ្នកក្រីក្ររហូតដល់ជាសេដ្ឋីដល់ជាអ្នកមាននេះហើយដែលគេហៅថាទានអ្នកមកពីការចែករំលែកទានហ្នឹងមិត្តតានិកន្ធតិមានតែទានទេដែលអាចចងមិត្តបានស្អប់អ្នកណាមួយសំអីមិនបានកំណាញ់ចង់ប្រឆាំងជាមួយអ្នកកំណាញ់ហ្នឹងឲ្យញឹកទៅបើថានៅផ្ទះក្បែរគ្នាដួសសឡមួយចានហុចមានផ្លែឈើហុចចុះហុចឡើងថ្ងៃក្រោយប្រើកូនឲ្យយកស្អីបន្តិចមកឲ្យយើងដែរហើយអានឹងមធ្យោបាយបតុនចិត្តមហាស្នេហ៍អ្នកកំណាញ់មានតែផ្លូវឲ្យបានពុទ្ធសង្ឃៈទី1ទានអ្នកចែករំលែកចឹងបានទោះយើងទៅនៅប្រទេសណាស្រុកណាដោយមកមានការចែករំលែកធ្វើបុណ្យធ្វើទានជូនដល់អ្នកក្រីក្រមានអីជួយកសាងអីជួយចែកអីហ្នឹងទៅអានឹងជាសង្ឃៈទី1ទានអាចចងមិត្តបានទី2បយៈវច្ចៈពូលពាក្យពីរោះភាសាជាទីស្រឡាញ់គេហៅថាសម្ដីសជាតិមយាទសពូជសម្ដីសជាតិមយាទសត្រកូលមនុស្សគេយកសម្ដីតម្រៃគេយកភ្លុករនៀបបាក់យករនៀបជួសបើសម្ដីហួសអត់អីជួសទេហើយអណ្ដាតជាអាចកន្លងបានសុខទុកផងពីព្រោះអណ្ដាតបុរាណាចារ្យព្រានបដៅយើងឲ្យចេះពោលពាក្យទៅកាន់អ្នកដទៃពីរោះពិសាជាទីស្រឡាញ់គេស្អប់យើងក៏ដោយសារសម្ដីគេស្រឡាញ់យើងក៏ដោយសារសម្ដីគេបោកយើងបានក៏ដោយសារសម្ដីយើងបោកគេបានក៏ដោយសារសម្ដីបើដូច្នេះហើយសម្ដីនេះមានអធិពលមានពឹសមានពលបានគេថាអណ្ដាតនឹងគ្រោះថ្នាក់ណាស់និយាយឲ្យគេខឹងគេខឹងនិយាយឲ្យគេស្រឡាញ់គេស្រឡាញ់និយាយឲ្យគេស្អប់គេស្អប់និយាយឲ្យគេជេរគេជេរម្ល៉េះហើយការពោលពាក្យទៅកាន់អ្នកដតីចិត្តខាងលោកឲ្យពោលពាក្យស្រឡាញ់កុំបញ្ជួសប្រសោកទៅគោះបោះបោកឧបមាដូចថានិយាយតាអញ្ជើញមកអញ្ចឹងណាស្លនឹងមិនសូវជាឆ្ងាញ់ប្រមាណទេក៏ប៉ុន្តែពោលពាក្យអាក្រក់អានឹងមិនដឹងមិនទេប៉ុន្តែបើនិយាយពីសម្លនឹងឆ្ងាញ់ណាស់ប៉ុន្តែគេលើកដាក់លើតុហើយយាយគាត់កំពុងមកហូបកាយញាត់គេមកថាយាយអញស៊ីច្រើននិយាយនេះស៊ីជ្រះឆ្អែតអាត្មាគិតថាដូចជាលែងឆ្ងាញ់ហ្នឹងទេដល់ថាអញ្ចឹងដូចលែងឆ្ងាញ់បាត់ណាហ្នឹងស៊ីមកបនគេមកស៊ីមកវិចចូលបនតែ1000 2000នេះស៊ីឲ្យវិចទៀតតែឲ្យតែប៉ុណ្ណេះដូចលែងឆ្ងាញ់បាត់ហើយបបោមាត់ញាត់ទៅត្រឹកបាត់ហើយប៉ុន្តែបើសិនជាសឡនឹងអត់ឆ្ងាញ់ទេខ្វះ
ប្រហុកអំបិលមុំអីលោកយាយហើយលោកយាយខ្ញុំអរណាស់បានអញ្ជើញមកបនខ្ញុំលោកយាយខំពិសាឲ្យច្រើនលោកយាយណាឆ្ងាញ់ក៏ដោយមិនឆ្ងាញ់ក៏ដោយធ្វើមុខធ្វើមាត់ឲ្យដូចកំពុងឆ្ងាញ់អញ្ចឹងទៅលោកយាយចៅសប្បាយចិត្តបានមកបនខ្ញុំអរណាស់ហីអាសឡមិនឆ្ងាញ់ហើយឆាន់ហើយហូបឲ្យខ្ទេចអស់នៅសល់ចានឥឡូវហើយបានគេថាមនុស្សមានបានប៉ុណ្ណាក៏ដោយអាសម្ដីនឹងវាសពូជវាសតកូលគេចង់ដឹងអ្នកល្អញោមចំណាំមើលមនុស្សដែលវាមិនល្អសំបីឡើងលៀបឡើងយុះឡើងសាក់ខ្លាចជាងអ្នកមានដែរចេញអាលក្ខណៈមិនល្អមកប្រើសម្ដីមើលងាយគេផ្លែតអត់ដឹងថាខ្លួនឯងកំពុងតែអនុវត្តធម៌អត់ទេធ្វើខ្លួនឯងថារឹកគ្រាន់បាល់ទៀតប៉ុន្តែយកឲ្យបច្ចេករិទ្ធធ្វើមើលងាយគេមកនឹងសម្ដីបែបតកោះបោះបោកដាក់អ្នកក្រីក្រអ្នកតូចអ្នកទាបអូសម្ដីនឹងកំពុងបង្ហាញរឹកខ្លួនឯងឲ្យគេឃើញថាឯងនឹងវាអន់ប៉ុន្តែអត់ដឹងអាឡ័យសបឹងថាអញឡើងលៀបអញឡើងយុះអញឡើងសាក់អញអ្នកធំម្លោះហើយផ្លេចគិតថាឯងកំពុងតែអនុវត្តធម៌អត់នេះថាល្អកំពុងចង់ល្អចង់មានសាងប្លង់ក្រចង់ល្អសាងប្លង់អាក្រក់ដូចគេថាហ្នឹងបើដូច្នេះសង្ឃហៈទី2គឺពាក្យសម្ដីការពោលពាក្យពីរោះពិសាដល់គ្នានឹងគ្នាជាហេតុនាំឲ្យបានសេចក្តីសុខជាការសង្គ្រោះគ្នានៅក្នុងសង្គមដោយក្នុងច្បាប់ស្រីគេថាហើយកូនស្រីស្ងួនមាសម្ដាយក្រណាស់នាងហើយតាមដោយច្បាប់ស្រីក្រមួយមិនបានសម្ដីពាក្យទុនតិចនៃឲ្យញាតចូលចិត្តក្រមួយមិនបានរិះគិតឃើញញាតឆ្ងាយចិត្តហៅឡើងឆៃស្លាទោះមានមិនមានក្តីណាពាក្យផ្អែមចរចាទើបគេស្រឡាញ់កុំជួចិត្តស្មោកកំណាញ់មិនមានអស់អញនឹងញាតសណ្ដានអស់យុះរបស់ផងបានកើតសុខសែនសានក៏ព្រោះកូនស្រីលោកលើកឡើងថាអារឿងក្រពាក្យក្រសម្ដីមិនចេះហៅញាតមិនចេះរាប់រញាតហ្នឹងវាអត់បានសុខទេអញ្ចឹងបើឃើញញាតទោះបីមិនមានមលូស្លាមិនមានទឹកតែទឹកក្តៅទឹកត្រជាក់អូយលោកយាយអញ្ជើញអង្គុយមកពិសាស្លាពិសាទឹកពិសាតែសិនអូយឲ្យតែបានពាក្យប៉ុណ្ណេះក្រណាអញ្ចឹងបានគេថាមានញោមញាតខ្លះគាត់អន់ចិត្តនឹងលោកដែរគាត់ថាអីលោកនោះឯងទៅចូលប៉ុនមកតែកន្លែងអង្គុយគ្មានឃើញឲ្យឯងចូលទៅតាណាអីតាណាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់សួរពីរម៉ាត់ឆ្លើយពីរម៉ាត់លែងសួរដល់ចោលឯងបាត់ឯងទៅពីឆ្ងាយមិនដឹងទៅទប់ទឹកនៅឯណាមិននឹងកន្លែងសម្រាប់នៅឯណាចុះពីឡានតហេតហៈហេទៅតែម្ដងលែងមានអារម្មណ៍ទៅហើយគុណនោះលោកអត់មានរស់រាយរស់ឯងឯងមិនតិចអាត្មាសម្រួលថាញោមអើយក្រែងលោកអត់ស្គាល់លោកមិនហ៊ានវាជួនកាលអធិពលនៃទំនាក់ទំនងពាក្យសម្ដីហ្នឹងវាមានផលវិបាកនិងផលចំណេញចឹងដែរបានលោកឲ្យសង្ឃៈទី2ពយវច្ចៈទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាទោះបីគេជួលក៏ដោយគេមិនជួលក៏ដោយចេះអីក៏ជួយនឹងទៅឧបមាដូចយើងធ្វើស្ពានឲ្យគេឆ្លងមិនមែនគេធ្វើទៅដើម្បីឲ្យគេឲ្យលុយយើងគេឆ្លងទៅបានលុយគេឲ្យលុយគេមិនឲ្យលុយអីអត់ទេគឺដើម្បីឲ្យអ្នកណាក៏ដោយមិត្តយើងក៏ដោយសត្រូវយើងក៏ដោយគ្រួសារយើងក៏ដោយគ្រួសារគេក៏ដោយឆ្លងចោះធ្វើដំណើរចុះអានឹងអញ្ចឹងគេហៅថាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាឲ្យបានប្រយោជន៍ដល់គេចុះមិនមែនថាឲ្យគេឆ្លងទៅនឹងយកស្អីមកឲ្យខ្ញុំអត់ទេមិនបាច់ចាំឲ្យខ្ញុំទេឲ្យតែអ្នកឯងនឹងធ្វើដំណើរធ្វើអីបានសុខស្រួលចុះដឹកប្រពន្ធទៅពេទ្យអីឲ្យតាន់ចុះប្រពន្ធប្រងឆ្លងទលេអីដឹកឲ្យតាន់ចុះកុំឲ្យមានបញ្ហាខ្ញុំអត់ចង់បានអីពីណែទេឲ្យតែណែឯងបានសុខហើយបើថាឈឺធ្ងន់អីប្រវៀនដោះខ្នែងដោះអីមិនយកទៅពេទ្យឲ្យតាន់វះកាត់ចុះចង់ឲ្យតែគេបានសុខអញ្ចឹងឯចំណែកទី4សង្ឃហៈលោកហៅថាសមានណត្តតាទម្លាក់មានអ្នកធ្វើខ្លួននឹងកុំឲ្យលើសគេពេកទោះបីមានបានយ៉ាងណារៀបអកប្បកិរិយាចរិតមេរយាទសាមញ្ញដូចគេដូចឯងតែនឹងហើយជាសង្ឃហៈរស់នៅក្នុងសង្គមបានសុខមនុស្សដែលចេះគិតគូរចេះក្នុងពុទ្ធសាសនាលោកហៅថាបណ្ឌិតពាក្យថាបណ្ឌិតសំដៅទៅលើបុគ្គលណាមានធម៌4ទី1ហៅថាអត្តសទ្ធិទៅរៀនខ្លួនឯងធ្វើខ្លួនឯងបប្រតិបត្តិខ្លួនឯងឲ្យមានចំណេះមានលទ្ធភាពសិនទី2បរសទ្ធិមកដឹកនាំអ្នកដទៃឲ្យបានល្អដែរទី3សង្ឃហៈជួយសង្គ្រោះដល់អ្នកដទៃជាការឲ្យនៅទ្រព្យសម្បត្តិឲ្យនៅចំណេះដឹងឬក៏ចែករំលែកសេចក្តីសុខដូចជាបរិច្ចាគកសាងនេះកសាងនោះជាប្រយោជន៍ដល់អ្នកដទៃនឹងហើយឯចំណែកទី4គេហៅថាកតញ្ញូជាអ្នកដឹងគុណមិនភ្លេចមាតុភូមិមិនភ្លេចជាតិមិនភ្លេចស្រុកទេសមិនភ្លេចកំណើតមិនភ្លេចយាយតាញោមញាតិធ្លាប់ពោធ្លាប់បីយើងពីតូចមិនមែនថាបានសុខបានស្រួលទៅដល់ទីនេះទីនោះភ្លេចជាតិភ្លេចកំណើតអត់ទេបុគ្គលណានៅតែនឹកដឹងគុណជាតិដឹងគុណទឹកដីដឹងគុណថ្នាក់ដឹកនាំដឹងគុណមេត្តាបិតាដឹងគុណគ្រូឧបជាយាចាសពបែបយ៉ាងនេះបុគ្គលទាំងអស់នេះហើយដែលជាហៅថាបណ្ឌិតមានធម៌4ប្រចាំខ្លួនបុគ្គលនេះឯងរមែងជួបតែរឿងជោគជ័យក្នុងជីវិតនៅក្នុងទីនេះដោយសារយើងមានធម៌ដែលគេហៅថាធម៌របស់សពបុរសធម៌បណ្ឌិតសង្ឃហៈធម៌នៅក្នុងខ្លួនហើយបានកសាងជាស្ពាននេះដើម្បីជួយរំលែកទុក្ខដល់ប្រជាជននៅក្នុងតំបន់នេះ
ការប្រើប្រាស់ដើម្បីជាប្រយោជន៍រៀងៗខ្លួនទៅចុះហើយបើយើងគិតទៅតាមពុទ្ធសាសនាវិញដូចបើយើងគិតពីប្រយោជន៍បច្ចុប្បន្នយើងឃើញផ្ទាល់ភ្នែកហើយប៉ុន្តែបើយើងគិតពីពុទ្ធសាសនាវិញពីរឿងបុណ្យពីរឿងកុសលពីរឿងអានិសង្សវិញយ៉ាងណាទៅរឿងសាងស្ពានហ្នឹងអ្នកសាងស្ពាននេះរាប់ចូលក្នុងពុទ្ធសាសនាគេហៅថាបានបុណ្យទាំងយប់ទាំងថ្ងៃញោមមានទេវតាអង្គមួយចូលទៅទូលសួរព្រះអង្គនៅក្នុងសត្តមៈសូត្រទី7ទេវតាសង្យុត្តកម្ពីសង្យុត្តនិកាយសគាធវៈថាបបិទ្ធព្រះអង្គដ៏ចម្រើនបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាហើយបុគ្គលពួកណាទៅដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកាន់ស្ថានសួគ៌ព្រះអង្គទេវតានោះថាគេសង្តិវាចរិតតោចៈសទាបញ្ញាំងប្រវត្តិតិធម្មថាសីលសម្បណ្ណោគេជានិសរគិមិនោព្រះពុទ្ធក៏ឆ្លើយតបមកវិញផ្លែកថាអរាមរូបាវណរូបាយេជនេសេតុករកាបបញ្ចឧតបានញ្ចយេតតន្តិឧបស្សយ៉ាងទេសង្តិវាចរិតតោចៈសទាបញ្ញាំងប្រវត្តិតិធម្មថាសីលសម្បណ្ណោទេជានិសរគិមិនោបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាដល់បុគ្គលពួកនេះអ្នកណាកសាងអារាមរូបាគឺកសាងសួនច្បារដាំដើមឈើផ្កាជាលំអសួនច្បារជាបាជាបៃមេលតីមហាហង្សតយងយុទ្ធការផ្កានួនស្រីកលាព្រំដួលរៀបចំទីកន្លែងវត្តវាអារាមឬទីណាមួយដើម្បីឲ្យគេមើលទៅឃើញមានអារម្មណ៍ចិត្តស្រស់ស្រាយសប្បាយហៅថាអារាមរូបានៅនេះឯងបានបុណ្យទាំងយប់ទាំងថ្ងៃមួយទៀតវនៈរូបាណានាដាំដើមឈើព្រៃធំធំពីកគីកកោះបេងនាងនួនច័ន្ទម៉ាក់ប៉ែនពីកញុងឬក៏ស្វាយដូងខ្នោរបស់ណាគេប្រើប្រាស់ឈើជាម្លប់ជ្រោកតិចតិជុំឲ្យគេជ្រោករាប់ទាំងដាំដើមឈើដើមពោដើមអីសពយ៉ាងហ្នឹងអ្នកដាំដើមឈើនិងអ្នកថែរក្សាដើមឈើឲ្យគេជ្រោកឲ្យគេបានតិចម្លប់ស្រួលនេះបានបុណ្យទាំងយប់ទាំងថ្ងៃទី2នេះគេហៅថាវនៈរូបាយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងសាលារៀនកសាងមន្ទីរពេទ្យកសាងផ្លូវថ្នល់ឬក៏ចេញថ្លៃទុកដល់ចម្លងដល់អ្នកដទៃអ្នកនេះបានបុណ្យទាំងយប់ទាំងថ្ងៃដូច្នេះអ្នកកសាងស្ពាននេះក្នុងធម៌រាប់ចូលយេជនីសេតុការកាអ្នកណាកសាងស្ពានកសាងផ្លូវថ្នល់សម្រួលដល់ចរាចរណ៍ធ្វើដំណើរដើរយប់ដើរថ្ងៃអ្នកនេះបានបុណ្យទាំងយប់ទាំងថ្ងៃគេឆ្លងយប់បានបុណ្យយប់គេឆ្លងថ្ងៃបានបុណ្យថ្ងៃហើយបើយើងគិតមើលទៅប្រគិនចង្ហាន់លោកមួយចានលោកឆាន់បានមួយពេលហើយប្រគិនស្បង់ចពោលោកមកកាផ្លេប្រើបាន5 6ឆ្នាំហើយដល់ទៅធ្វើស្ពាននេះមួយមិនដឹងប្រមាណឆ្នាំទេបានបនយូរជាងគេបានបនវែងជាងគេមិនតែប៉ុណ្ណោះបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃពីព្រោះពេលយប់ក៏គេឆ្លងពេលថ្ងៃក៏គេឆ្លងពេលព្រឹកក៏គេឆ្លងហើយយើងអ្នកម្ចាស់គ្រាន់តែត្រេកអរបានបុណ្យរហូតទៅឆេះឲ្យតែគេឆ្លងស្ពានយើងបានបុណ្យមិត្តក៏មកឆ្លងសត្រូវក៏មកឆ្លងបងក៏ឆ្លងប្អូនក៏ឆ្លងគ្រួសារយើងក៏ឆ្លងគ្រួសារគេក៏ឆ្លងមួយថ្ងៃមិនដឹងប្រមាណអ្នកបើគិតទៅម្នាក់បុណ្យមួយជ្រោចឲ្យ10នាក់10ជ្រោចឲ្យបើ100នាក់មិន100ជ្រោចបុណ្យទៅហើយទាំងយប់ទាំងថ្ងៃបើដូច្នេះហើយអ្នកណាក៏សាងទីឧបស័យក៏សាងស្ពាននេះបានបុណ្យបានទាំងយប់បានទាំងថ្ងៃហើយមួយទៀតឧតបានញ្ចៈអ្នកណាកសាងគ្រឿងទឹកជីកអាងជីកដូងជីកស្រះតពាំងស្ទឹងបឹងបួធ្វើជាប៉ោតពីងធ្វើឡាំងធ្វើធុងធ្វើកឡោពិនតងកន្លែងងូតទឹកគេផឹកគេងូតគេប្រើប្រាស់បានបុណ្យទាំងយប់ទាំងថ្ងៃដែរអ្នកកសាងអាងទឹកលូទឹកបះសាំងទឹកអីនោះជីកស្រះជីកដូងនោះហើយបានមួយទៀតឧបស័យអ្នកណាកសាងទីសាលាសំណាក់ផាអាស្រ័យពីកុដពីសាលាពីព្រះវិហារបឋនោបច្ចេតដីសាលាឆោទានអីហ្នឹងបានបុណ្យទាំងយប់ទាំងថ្ងៃដែរដូច្នេះពុទ្ធទ្រង់សម្ដែងប្រាប់ទេវតានោះអញ្ចឹងហើយព្រះអង្គថាទេសង្តិវាចរិតតោចៈសទាបញ្ញាំងប្រវត្តិតិធម្មថាសីលសម្បណ្ណោទេជានិសកគិមិនោបុគ្គលណាដែលកសាងស្ពានកសាងសាលារៀនកសាងអាងទឹកកសាងដាំដើមឈើជាទីជ្រកកោនសួនច្បារនិងទីសំណាក់ផាអាស្រ័យទាំងអស់នេះបុគ្គលណាហើយរមែងបានបុណ្យទាំងយប់គ្រប់ទាំងថ្ងៃបុគ្គលនេះនឹងបរិបូរដោយធម៌ប្រកបដោយសិលនិងទៅកាន់ស្ថានសួគ៌នៅមើលកណ្ដេះក្នុងធម៌លោកសម្ដែងឆ្លើយថាអញ្ចឹងដូច្នេះអ្នកកសាងស្ពាននេះគិតឃើញថាបានបុណ្យខ្លាំងមែន
និយាយនិទានពីសេដ្ឋីមួយពីសម័យពុទ្ធកាលគាត់នឹងកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដំណាស់ថាពីមុនមកធ្វើបុណ្យអីពីមុនមកគាត់នឹងឃើញផ្លូវវាប្រប៉ែប្រប៉ាវាភក់ល្បាប់ហើយគាត់អាណិតពេកទៅយកអាខ្មោចក្បាលក្បីនោះឆ្អឹងវារឹងណាក្បាលយើងក៏រឹងដែរតែក្បាលយើងវាមូលដើរពិបាកក្បាលក្បីវាមានកប៉ែតពីលើចេះតែជន់ជើងនេះវាស្រួលគាត់ទៅរើសយកអាឆ្អឹងក្បាលក្បីនឹងយកមកទាំងរៀបដាក់នឹងផុកនឹងឲ្យគេទុំពីលើដល់គេដើរមកទៅឈានជន់លើអាក្បាលក្បីនឹងទៅដើរទៅថត់ទៅចេះហើយគាត់ធ្វើអញ្ចឹងអាហ្នឹងវាដូចជាស្ពានមួយដែរឲ្យគេឆ្លងផុកបានដោយស្រួលអានិសងគាត់ត្រេកអរនឹងបុណ្យគាត់ធ្វើតែប៉ុណ្ណឹងគាត់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់ចុះត្រឡប់មកកើតជាមនុស្សបានជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដំមកពីអីមកពីជួយចម្លងគេឲ្យគេមានឲ្យគេបាននោះគេទៅធ្វើស្រែគេទៅលក់ដូរសម្រាប់ឆាប់បានទ្រព្យសម្បត្តិជួយចម្លងគេឲ្យវាឆាប់បានទ្រព្យសម្បត្តិនោះគេឲ្យគេមានឲ្យគេបានណាគេទៅរៀនឲ្យវាឆាប់តន់សាលាតន់ម៉ោងគេឲ្យគេឆាប់ចេះញោមមើលគេណាគេទៅធ្វើការឲ្យតន់ម៉ោងគេឲ្យគេបានសម្រេចជោគជ័យបើដូច្នេះជួយគេឲ្យមានទ្រព្យជួយគេឲ្យមានលៀបឲ្យវាមានយុះឲ្យមានចំណេះសពយ៉ាងបាយមកពីគាត់ជួយគេគ្រប់មុខគេទៅពេទ្យគេទៅរៀនគេទៅធ្វើការគេបញ្ញាប់ដើរតាមផ្លូវគាត់អាដេញដាក់ក្បាលក្បីហ្នឹងគឺវាលឿនជាងនោះហើយនឹងគ្រាន់តែក្បាលក្បីផងកើតឡើងមកបានសេដ្ឋីប៉ុណ្ណឹងឲ្យចុះតម្រាំយើងស្ពានឡើងចិត្តថ្លង់ចេះបើកឡានវឹងគ្មានទិសអីផងអញ្ចឹងនឹងប៉ុនប៉ុណ្ណាណោះញោមនេះហើយអានិសង្សប៉ុននិយាយពីកវំបតិឯនោះវិញជាក្មេងគូក្មេងកបីឯនោះសោះចេញពីណែឃើញលោកចេញពីព្រៃមកឃ្លុំជាពទៅហាលក្តៅជ្រះថ្លាទៅកាប់មែកជ្រះយកមកវាយធ្វើជាមលុបប្រគេនលោកចំណាំទៅលោកឃ្លុំជាពទៅហ្នឹងកុំឲ្យលោកក្តៅឲ្យលោកមលុបហើយវាបានឯងក៏មលុបលោកក៏មលុបដែរលោកមកឃ្លុំជាពទៅហ្នឹងព្រោះលោកនៅក្នុងព្រៃលោកអត់តន់ឃ្លុំទេលោកដាក់ជាពលើខ្លួនសិនដល់រៀបចូលភូមិបានលោកឃ្លុំអញ្ចឹងទៅឃ្លុំក្រមមលុបហ្នឹងស្រួលថ្ងៃក្រោយមកមេឃភ្លៀងធ្លាក់អាកន្លែងហ្នឹងទៅជាភក់ល្បាប់បែកម៉ាំអស់ឃើញលោកមកឈរក្នុងផុកក្នុងល្បាប់ហ្នឹងវាអត់កើតទៅជូនដីខ្សាច់យកមកចាក់ដាក់ទាំងរៀបដូចយើងថារើសដុំថ្មខ្លះដីខ្សាច់ខ្លះស្អីខ្លះយកមកក្រាលឲ្យវាស្អាតសម្រាប់គេឈរទុំជន់លើហ្នឹងទៅកុំឲ្យវាប្រឡាក់ផុកវាចាហើយក្មេងក្បីហ្នឹងវាឆ្លាតធ្វើតែប៉ុណ្ណឹងទេញោមហើយលោកឃើញអញ្ចឹងលោកទៅទុំលើអាថ្មលើអាដីខ្សាច់គេរៀបឲ្យស្រួលហ្នឹងឃ្លុំជាពណ៌ទៅដូចស្រួលមួយយ៉ាងដែរណាអាហ្នឹងដូចយើងធ្វើប្រដាប់ងូតទឹកគេហៅថាស្ពានដែរធ្វើប្រដាប់ទុំងូតទឹកប្រដាប់អីឲ្យវាស្រួលអញ្ចឹងស្រាប់តែលោកនឹងធ្វើអញ្ចឹងទៅគាត់វាត្រេកអរក្មេងកបីសោះញោមឲ្យបានសុខមួយជាតិនោះសុខសប្បាយរហូតដល់ទៅស្លាប់ទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរដល់ឲ្យចុះមកត្រឡប់ជាមនុស្សហ្នឹងបានកើតជាព្រះកវំបតិនេះអស់ព្រះអរហន្តដតីលោកឆាន់ហើយលោកសឹងលោកសម្រាកក្នុងកុដិក្នុងសាលាក្នុងព្រះវិហារអីកវំបតិនេះអត់ទេតែលោកឆាន់ហើយលោកទៅសម្រាកនៅឋានសួគ៌កន្លែងលោកធ្លាប់ទៅកើតមុននោះមានដើមជ្រេះទឹកអីនៅពេញនោះដើមជ្រេះលោកធ្លាប់ធ្វើមលុបឲ្យគេនោះវាទៅដោះទឹកនៅឋានសួគ៌កន្លែងលោកនឹងទៅជាអតិជុំណាអញ្ចឹងលោកឆាន់ហើយបាត់ពីវត្តមកសបកលោកទៅសឹងឲ្យឋានសួគ៌ហើយបានលោកចុះមកវិញព្រះកវំបតិនឹងហើយដែលគេគោរពគេបូជាចាត់ទុកថាព្រះអរហន្តមួយអង្គដែលគង់នៅទិសនិរដីនៃព្រះសម្ពុទ្ធចាស់ហើយកវំបតិយូរខ្លាយមកជាព្រះខ្វាមបតិព្រះខ្វាមបតិនោះតាមពិតព្រះកវំបតិហើយកវំបតិនេះបានមកពីក្មេងកបីដែលចេះធ្វើមធ្យោបាយចម្លងគេដូចធ្វើស្ពានចម្លងផុកឲ្យគេចឹងដែរលោកបានចាក់ដីខ្សាច់ចាក់ស្អីកំរាលសម្រាប់គេទុំគេជន់ឥឡូវនេះគឺលោកបានសុខចម្រើននៅពៀនផុតទុកផុតភ័យបាត់ហើយញោមមើលខាងដែរអញ្ចឹងអ្នកធ្វើផ្លូវឲ្យគេឆ្លងនេះហាក់ដូចជាឲ្យគេឆ្លងពីទុកទៅកាន់សុខឆ្លងពីលំបាកទៅកន្លែងស្រួលឆ្លងទៅរកសេចក្តីសុខឆ្លងទៅរកសេចក្តីចម្រើនដែលអាត្មាប្រៀបធៀបមិញអញ្ចឹងបើថាមនុស្សកំពុងតែឈឺប្រកាច់ប្រកិនប្រុងយកទៅពេទ្យអាឡ័យអត់ទូកឆ្លងអាឡ័យអូសកាត់ទឹកនឹងឆ្លងចុះឆ្លងឡើងទៅដល់ពេទ្យផងក៏មិនដឹងដែរបើដូច្នេះហើយវាជាមធ្យោបាយមួយជួយសម្រួលដល់សេចក្តីសុខរបស់មនុស្សបានជាយើងនឹងវាបានសេចក្តីសុខណាស់ត្រឡប់មកវិញនោះសុខសទាតាមមេធាវីសុខខាងសោអធិកចតិអ្នកណាមានប្រាជ្ញាឲ្យសេចក្តីសុខដល់អ្នកដទៃសេចក្តីសុខនោះរមែងបានមកខ្លួនយើងវិញអញ្ចឹងហើយបានជាអង្គនៃព្រះសម្មាសម្ពុទ្ធយើងនេះដែលព្រះអង្គជាស្ដេចអ្នកប្រាជ្ញជាកម្ពូលអ្នកប្រាជ្ញជាអ្នកចម្លងសត្វនិកឲ្យផុតចាកទុក្ខព្រះអង្គចម្លងខ្លួនព្រះអង្គបានទុកបានសុខផុតទុកបានសុខហើយចម្លងមនុស្សបានសេចក្តីសុខចម្រើនគឺព្រះអង្គខិតខំព្យាយាមសន្សំបន្ទុំសាងនៅបារមីនោះពីដើមដំបូងឡើយក៏ព្រះអង្គធ្វើជាស្ពានចម្លងចឹងដែរពីព្រះសម្មាសម្ពុទ្ធពនាមទីបង្កត្រាស់ដឹងឡើងក្នុងលោកនឹងពពុទ្ធយើងនឹងយួនយកកំណើតកើតជាតបោះឈ្មោះសមេធបណ្ឌិតពេលនោះឯងប្រជាជនគេអរតនាយាងព្រះសម្មាសម្ពុទ្ធចូលទៅក្នុងព្រះនគរហើយគេទៅរៀបចំផ្លូវសម្រាប់ពុទ្ធយាងមកហើយរៀបចំផ្លូវគេនាំគ្នាចែកអ្នកខ្លះយកប៉ណេះដុំអ្នកខ្លះយកប៉ណេះម៉ែត្រ
រៀបចំតនេះរៀបចំតនោះចែកទៅតបោះនឹងមកឃើញគេកំពុងតែធ្វើផ្លូវអញ្ចឹងសុំគេមកដុំដែរចង់បានប៉ុនគេដែរសុំគេម្ដុំគេឲ្យម្ដុំទៅវាស់គេទៅយកមកធ្វើគេលើកដីចាក់គេដាក់សម្រាប់គេដាក់កតិចថ្មគេដាក់អីសពបែបយ៉ាងអាម៉េចតាមបច្ចេកទេសគេសម័យនោះព្រះសមេធបណ្ឌិតនេះព្រះអង្គលោកអាចប្រើរិទ្ធក៏បានដែរលើកធ្វើផ្លូវនឹងដោយរិទ្ធក៏បានដែរប៉ុន្តែលោកចង់ប្រើកម្លាំងពលកម្មឲ្យបានប៉ុនច្រើនដល់លខំធ្វើដោយកម្លាំងធ្វើអត់តាន់ហើយត្រាប់តែប្រពុតយាងមកតែម្ដងញោមប្រពុតយាងមកបថុចញើចឲ្យមិនដឹងធ្វើម៉េចយកខ្លួនឯងហ្នឹងទៅក្រាបធ្វើស្ពានអានសល់ម្ដុំហ្នឹងមិនតាន់ហើយហ្នឹងយកខ្លួនហ្នឹងទៅក្រាបផ្លូវហ្នឹងពុកធ្វើជាស្ពានឲ្យប្រពុតឆ្លងព្រះពុទ្ធលោកទ្រង់យាងជន់ឆ្លងជន់លើសមេតរបស់ហ្នឹងជន់ហ្នឹងយាងឆ្លងដើរមកដល់ត្រយខាងនេះមកភិក្ខុសង្ឃមុនមិនហ៊ានជន់ក៏វៀងទៅបានព្រះពុទ្ធសម្ដែងប្រាប់ភិក្ខុសង្ឃថាមនាលភិក្ខុទាំងឡាយតបោះនេះណា4អសង្ខ័យមួយសែនកាប់ទៀតនឹងត្រាស់ជាព្រះពុទ្ធមួយអង្គចម្លងសត្វផុតទុក្ខផុតភ័យព្រះពុទ្ធនោះមាននាមថាព្រះសមណគោតមតបោះនេះកំពុងតែសាងបារមីអនាគតទៅនឹងបានត្រាស់ជាព្រះពុទ្ធព្រះនាមសមណគោតមរាប់ពីនេះទៅ4អសង្ខ័យនឹងមួយសែនកាប់ទៀតដល់ហើយព្រះអង្គយន្តយកកំណើតពីនោះមកកើតជាទេវតាជាមនុស្សទេវតាសាងបារមីចុះឡើងមកជាតិចុងក្រោយបានកើតមកជាពុទ្ធយើងនឹងឯងបានត្រាស់ដឹងហើយចម្លងសត្វផុតទុក្ខផុតភ័យញោមមើលទាំងនេះមកពីអីមកពីអានិសង្ឃផ្ដើមដំបូងមកពីការកសាងស្ពានអញ្ចឹងដែរពីដំបូងឡើយក៏ធ្វើស្ពានដែរវាមិនមែនថាមានបុណ្យតែម្យ៉ាងណាព្រះអង្គកសាងបារមី10បារមី30កសាងគ្រប់ទិសទាំងអស់ហើយក្នុងហ្នឹងក៏មានមួយផ្នែកកសាងស្ពានកសាងអីដែរហើយមុនគេផងតាំងពីជំនាន់សមេតទៅបោះឲ្យយកខ្លួនឯងធ្វើជាស្ពានទៀតផងនោះអញ្ចឹងឃើញថាបានផលបានប្រយោជន៍សម្បើមណាស់បានជាញោមញាតមាននិធាជ្រះថ្លាកសាងស្ពានសម្រាប់ឲ្យគេឆ្លងហើយការធ្វើបុណ្យឆ្លងស្ពាននេះទៀតសោតក៏ជាការអនុគ្រោះដល់ពុទ្ធបរិស័ទទាំងអស់ដែលមិនបានចូលរួមបច្ច័យកសាងស្ពាននឹងឲ្យបានចំណែកបុណ្យដែរញោមញាតបានអញ្ជើញមកចូលចាប់មគ្គផលរួមបុណ្យជាមួយនឹងក៏ឈ្មោះថាបានជាចំណែកម្ចាស់ស្ពាននឹងគេឯងដែរមិនមែនបានតែអ្នកម្ចាស់ស្ពានឯងយើងមកចូលបនថ្ងៃហ្នឹងក៏ឈ្មោះថាម្ចាស់គេឯងដែរបានគេឆ្លងនឹងអនុគ្រោះដល់អ្នកមិនបានចូលពីមុនផងហើយឆ្លងនេះទៀតសោតគឺញ៉ាំងសាមគ្គីធម៌រវាងគ្នានឹងគ្នាផងបើយើងមិនឆ្លងទេស្មើនេះយាយខ្លះកំពុងតែចិត្តបន្លែយាយខ្លះកំពុងតែដាំបាយនៅផ្ទះរៀងខ្លួនដោយសារមានកម្មវិធីបន់ឆ្លងស្ពានហ្នឹងក៏យើងមកជុំគ្នាញ៉ាំងសាមគ្គីធម៌មួយទៀតកើតកាន់ចម្រើនជាបន់របស់យើងផងដែរព្រោះថាបើសិនជាយើងមិនធ្វើបន់នេះយើងធ្វើស្ពានវាបានបន់ហើយប៉ុន្តែមកធ្វើបន់នេះទៀតសោតបានបន់មកឈុលឡើងថែមទៀតប្រគេនចង្ហាន់ប្រសងក៏បានមកជ្រោចមកទៀតហើយស្ដាប់លោកទេសនាក៏បានមកក្រើតមកទៀតចម្រើនព្រះបរិត្តក៏មកក្រើតមកទៀតប្រគេនភេទជ្ជៈក៏មកក្រើតមកទៀតអញ្ចឹងមកជាប់បន់ឆ្លងស្ពាននេះយើងកើនបន់បានមកសន្ធឹកទៀតអញ្ចឹងហើយបានគេមកធ្វើបន់ឆ្លងហើយឆ្លងឲ្យផុតពីអញផុតពីកំណាញ់ឲ្យផុតពីមច្ឆរិយៈកុំឲ្យជាប់ចម្ពាក់ថាស្ពានអញរបស់អញលុយអញចាប់ពីពេលនេះទៅដាក់ជាសម្បត្តិសាធារណៈឬក៏ទុកឲ្យគេប្រើប្រាស់ចុះកុំឲ្យប្រកាន់ថាអញមិនហ៊ានឆ្លងគេស្ពានឯងអត់ទេប្រយោជន៍ទាំងអស់គ្នាអានឹងឆ្លងឲ្យផុតពីចិត្តកំណាញ់ពីជាប់ចម្ពាក់វខ្លាចកើតទៅជាកលាតជីងចក់មកចាំស្ពានកើតជាពុះនៃជាងកែបមកអែបក្បែរស្ពានចាំស្ពានអីដូច្នេះចិត្តកុំឲ្យវាជាប់ចម្ពាក់ដាក់ឲ្យដាច់ស្រឡះកុំឲ្យនៅអាឡោះអាឡៃអញមិនគួរសោះវិញបន្ទុកលុយទិញឡានជិះមានន័យទៅធ្វើស្ពានបរហាន់លុយបើដូច្នេះហើយនាំឲ្យកពុបប៉ុនបើអញ្ចឹងមកឆ្លងឲ្យដាច់ចិត្តស្រឡះឲ្យជ្រះថ្លាកើតប៉ុនតម្រងទៅបំពេញចេតនាទាំង3ឲ្យពេញពពចេតនាមុញ្ញនចេតនាអបរាបរចេតនាហើយមិនតែប៉ុណ្ណោះទៀតសោតនាំគ្នាស្ដាប់ពធទេសនាក្នុងកម្មវិធីបន់ឆ្លងនេះជាបច្ច័យជាហេតុផលមួយធ្វើឲ្យយើងនឹងឯងទៅសៀខ្លួនមករកផ្លូវត្រូវដើម្បីឆ្លងចេញសេចក្តីទុក្ខក្នុងវាលវត្តសង្សារគេហៅថាលោតឆ្លងចេញអំពីអន្លង់ទាំង4អញ្ចឹងធ្វើស្ពាននឹងឆ្លងស្ពាននេះដោយនាំបរិស័ទឆ្លងអន្លង់ទាំង4ដែរកាមោខៈពវោខៈទិដ្ឋោខៈអវិជូខៈដែលជាជំនន់ដែលជាអន្លង់ជនបលិចសត្វឲ្យរងទុក្ខឲ្យវល់ក្នុងវាលវត្តសង្សារអន្លង់គឺកាមោខៈគឺសេចក្តីប្រាថ្នាភវោខៈគឺភពឲ្យយើងកើតម្ដងនរកប្រែតម្ដងទេវតាមនុស្សនឹងទិដ្ឋោខៈចេះតែយល់ខុសអញ្ចេះយល់ខុសអញ្ចោះបានជាទាញចិត្តទាញកាយនឹងឲ្យធ្វើកម្មខុសទៅវល់នៅក្នុងហ្នឹងរួចអវិជូខៈសេចក្តីងងឹតងងល់ល្ងងដែលយើងវាបិទបាំងរាំងមិនឲ្យយើងចេញផុតឥឡូវយើងនាំគ្នាឆ្លងចេញអំពីអន្លង់នេះបានដោយសារអីឥឡូវយើងឆ្លងចេញពីទុក្ខលំបាកដោយសារស្ពានចុះចង់ឆ្លងចេញពីអន្លង់នេះបានអីធ្វើស្ពានលោកថាសទ្ធាយៈបរតិអោខាំងចង់ឆ្លងចេញពីអន្លង់នឹងបានតលតែមានសទ្ធា
អាបមាទេនេះអនវាំងឆ្លងវាលវត្តសង្សារមហាធំធេងនេះទៅបានដោយសេចក្តីមិនប្រមាទវិរិយនតុកមច្ចេតិឆ្លងចាក់សេចក្តីទុកបានតលតែព្យាយាមបញ្ញាយៈបរិសុទ្ធតិឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាឥឡូវយើងឆ្លងអន្លង់នេះបានដោយសារសទ្ធាដោយសារសទ្ធាមែននៃអត់ថាដោយសារសទ្ធាមែនណាបើកុំតែមានសទ្ធាមិនមកទេយាយតាចាស់ចំណាស់ប៉ុណ្ណេះឈឺចកេះឈឺជង្គង់ពិបាកផ្លូវឆ្ងាយផ្ទះឆ្ងាយអ្នកខ្លះនៅរហូតសហរដ្ឋអាមេរិកអីក៏តស៊ូមកដែរហ្នឹងបើកុំមានសទ្ធាមិនមកទេសទ្ធាពីជាសទ្ធាជាពូជសទ្ធាកាលៈសទ្ធាជាគ្រឿងចម្បាំងជាមួយអាសេចក្តីខ្ជិលអាកិលេសដែលវារារាំងហ្នឹងសេចក្តីកំណាញ់ហ្នឹងសទ្ធាសនេហៈសទ្ធានឹងជាជាប់កៅបិទចិត្តជាប់ជាមួយពុទ្ធសាសនាណាឯងអូសទាញទៅណាឲ្យប្រាក់ខែណាក៏មិនទៅដែរព្រោះដូនតាខ្ញុំជឿអញ្ចឹងមកទៅហើយខ្ញុំមានវប្បធម៌ប្រពៃណីសាសនាខ្ញុំហើយសទ្ធានាវាសទ្ធាជាគ្រឿងចម្លងទ្របយើងនឹងឯងព្រោះយើងស្លាប់ទៅវាអត់មានធ្វើបុណ្យអត់យកទៅរួចទេប៉ុន្តែបើធ្វើបុណ្យកាមវាតាក់តែងមកកើតចូលមកកន្លែងមានបានទៀតប៉ុន្តែបើអត់មានធ្វើបុណ្យស្លាប់ទៅតែខ្លួនទៅទេទុកទ្របឲ្យគេទាំងអស់ហើយទៅកើតខ្វះបុណ្យកើតចូលមកកន្លែងអត់បើដូច្នេះហើយសទ្ធាជាគ្រឿងចម្លងទ្របនឹងទៅទៀតបានទៀតថាសទ្ធាធនៈសទ្ធាជាទ្របសទ្ធិន្ទ្រិយៈសទ្ធាជាធំតែមានសទ្ធាហើយនៅអាមេរិកនៅបារាំងកាណាដាក៏មកដែរប៉ុន្តែបើអត់សទ្ធាទេពីចំាមពីស្ពានក៏នឹងខ្ចីមកដែរហើយបើថាមានសទ្ធាឆ្ងាយក៏មករួចដែរបានគេថាសទ្ធានេះជាធំណាស់ហើយមនុស្សមានសទ្ធាគេចំណាំអីថាមនុស្សមានសទ្ធាដែលអាចឆ្លងលងនឹងទៅរួចនឹងគេចំណាំមនុស្សមានសទ្ធាមានលក្ខណៈ3យ៉ាងទី1មនុស្សមានសទ្ធានេះចូលចិត្តស្ដាប់អ្នកទេសនាមិនប្រកាន់ថាលោកណាអាចារ្យណាទេចូលចិត្តស្ដាប់ទេសនាការព្រៀនបដៅការអប់រំរបស់លោកគ្រូសាស្ត្រាចារ្យអ្នកប្រាជ្ញនាខុសត្រូវយ៉ាងណាស្ដាប់យកមកពិចារណារហេតុផលកន្លែងណាល្អក៏អនុវត្តតាមកន្លែងណាមិនកើតក៏បោះចោលចូលចិត្តស្ដាប់មិនប្រកាន់ឲ្យតែអ្នកចូលចិត្តស្ដាប់ធម៌ទេសនាស្ដាប់ពាក្យព្រៀនបដៅហៅថាអ្នកមានសទ្ធាលក្ខណៈទី1លក្ខណៈទី2គឺចូលចិត្តស្វែងរកជួបអ្នកធ្វើអំពើល្អជាអ្នកមានគុណធម៌ជាអ្នកបួសជាអ្នកកាន់សិលជាអ្នកទៀងត្រង់ជាអ្នកប្រតិបត្តិត្រឹមត្រូវល្អសីលវតាំងទស្សនៈកាមកចូលចិត្តស្វែងរកអ្នកមានសិលអ្នកប្រព្រឹត្តល្អចេះតែទៅសែកគប់ទៅរាប់អានជាមួយនឹងអ្នកល្អឯទី3ទានណាំងចូលចិត្តបរិច្ចាគទានតាមមានតាមបានតិចតួចស្ដួចស្ដាងចេះតែជួយចែករំលែកបើដូច្នេះអ្នកណាមានលក្ខណៈ3យ៉ាងហ្នឹងគេហៅថាអ្នកមានសទ្ធាហើយមានសទ្ធាបានមកធ្វើបុណ្យនឹងកើតព្រោះអ្នកមានសទ្ធាអានិសង្ឃនៃអ្នកមានសទ្ធានេះនឹងបានយ៉ាងណាដែរពុទ្ធអនុគ្រោះមុនគេព្រះអង្គត្រាស់ដឹងអនុគ្រោះអ្នកមានសទ្ធាមុនគេព្រះអង្គសម្ដែងធម៌ឲ្យមុនគេហើយបានជួបនឹងព្រះបានស្ដាប់ធម៌មុនគេព្រះអង្គនិមន្តចូលទៅមុនគេយើងបានទៅរកពុទ្ធនឹងមុនគេក៏ដោយសារតែយើងមានសទ្ធាបានស្ដាប់ធម៌មុនគេជួបព្រះមុនគេសពយ៉ាងហ្នឹងលោកសម្ដែងអញ្ចេះខ្ញុំមនុស្សយើងដែលទៅទីណាខ្លះក៏ទៅជួបសុខខ្លះក៏ទៅជួបទុក្ខខ្លះក៏ទៅបានជោគជ័យខ្លះក៏ទៅមិនបានជោគជ័យទៅរកទទួលទានទៅរស់នៅទីចិត្តទីឆ្ងាយអ្នកខ្លះទៅណាមកណាចេះតែជួបលៀបជួបហេងជួបសុខជួបចម្រើនអ្នកខ្លះទៅចេះតែជួបសយតើពីប្រភេទហ្នឹងមកពីអីគេថាអ្នកដែលមានបជាប្រៃទៅណាគេស្រឡាញ់គេចូលចិត្តគេបូជាជានិច្ចជានិរន្តរ៍មកហ្នឹងគេថាមកពីនៅហ្នឹងមនុស្សមានសទ្ធាអានិសង្ឃរបស់សទ្ធាទេពីព្រោះរឿងរ៉ាវនេះពីសម័យព្រះចតកហបតីមកកាន់សំណាក់ព្រះអង្គអស់មួយខែត្រឹមដាក់អីវ៉ាន់ហ្នឹងដាក់500អទេសមករួចថ្វាយប្រគេនព្រះអង្គអស់ហើយសម្រាប់នៅស្ដាប់ធម៌ព្រះអង្គនៅនឹងអស់មួយខែដល់ត្រឡប់ទៅវិញប្រជាជនស្រឡាញ់គាត់ចេះតែពីយកនេះយកនោះខ្លះដាក់ដូងដាក់ថ្នោតដាក់ខ្នោដាក់តសក់តឡាចលពៅអីចឹងទៅណាដាក់ពេញឲ្យអាទេសហ្នឹងគេដាក់នេះដាក់នោះឲ្យគិតទៅអាទេស500មកពេញត្រឡប់ទៅវិញពេញដដែលដល់អញ្ចឹងទៅព្រះអានន្ទឆ្ងល់ហ្មងចូលទៅថ្វាយអង្គមសួរព្រះអង្គឲ្យចិត្តកហបតីមកកាន់សំណាក់ព្រះអង្គអីវ៉ាន់ដាក់500អាទេសមកប្រគិនព្រះអង្គអស់ហើយឥឡូវទៅវិញគេដាក់ពេញវិញហើយចង់សួរបន្តិចឲ្យចុះបើគាត់មកកាន់សំណាក់ព្រះអង្គគេស្រឡាញ់គេគោរពបូជាគាត់អញ្ចឹងចុះបើគាត់ទៅស្រុកផ្សេងទៅនៅកន្លែងដទៃមានគេអាណិតអាសូរគេស្រឡាញ់គេបូជាគាត់អញ្ចឹងដែរទេព្រះអង្គបានពុទ្ធថាណណហើយអានិសង្ឃអ្នកមានសទ្ធាទេមនុស្សនេះទៅឯណាក៏គេស្រឡាញ់គេបូជាជានិច្ចជានិរន្តរ៍ដែរមិនថាតែមកកាន់សំណាក់ព្រះអង្គទេទៅទីកន្លែងណាដោយគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងស័ក្តិគេបូជាជានិច្ចជានិរន្តរ៍បានព្រះអង្គលើកឡើងថាសទ្ធោសីលេនសម្បណ្ណោយៈសោភោគៈសម្មាបិតោយ៉ាងបតេសង្ឃភចតិតដ្ឋតថេបពោជិតោអានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះគ្រប់រកប្រទេសណាស្រុកណាខេត្តណានិគមណាកន្លែងណាតែងតែមានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរលើកតម្កើងតម្លើងយកតម្លើងស័ក្តិទៅឯណាជោគជ័យឯណងទៅឯណាសុខឯណងឯចឹងហើយមនុស្សដែលមានសទ្ធាទៅនៅស្រុកណាខេត្តណាប្រទេសណា
ប្រសក់ដែរណាញោមអានិសងអ្នកមានទិធាទេចាអញ្ចឹងអ្នកមានទិធាទៅណាប្រសក់ឥឡូវគេមានទិធាធ្វើបន់ដាំពូជនេះតទៅមុខទៀតហើយដូច្នេះនឹងទទួលបានសេចក្តីសុខចម្រុងចម្រើនញោមញាតិទាំងអស់គ្នានឹងបានទទួលផលនឹងឯងបានសុខបានចម្រើនដូចគ្នាកម្មវិធីនេះក្រៅពីឆ្លងស្ពានឃើញមានដាក់ថាចម្រើនបច្ចុប្បន្នជូនញោមលោកយាយឧបាសិកាសោមចាមហើយមួយណាទៅញោមហ្នឹងហ៎ហើយចម្រើនឲ្យបាន130ហើយ140ញោមហើយបានវែងតទៅមុខមនុស្សយើងណាញោមបើមានកម្មពៀពីមុនមកមនុស្សនឹងធ្វើឲ្យអាយុខ្លីដល់ពេលអាយុកម្មពៀវាត្រូវស្លាប់កិច្ចអត់រួចអាត្មាធ្លាប់ទៅបនកឋិនមួយមានម្ចាស់កឋិននោះអត់ហ៊ានចូលក្នុងពហិទេគាត់ថាគាត់នៅក្មេងណាគាត់មិនទាន់ធ្វើកឋិនទេគាត់ខ្លាចស្លាប់គាត់ចង់រស់ឲ្យបានវែងចាំ20 30ឆ្នាំទៀតចាំគាត់ធ្វើកឋិនបានគាត់ថាអញ្ចឹងហើយគាត់ចេញមកគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុនគេទៅហើយអញ្ចឹងបានថាបើជីវិតត្រូវស្លាប់ហើយណែឯងជៀសទៅណាក៏វាមិនរួចហើយមួយទៀតលោកយាយនៅអីបំពេញនោះរាសីគេទាយថាថ្ងៃហ្នឹងរាសីធ្លាក់អញ្ចឹងអញមិនហ៊ានទៅកឋិនទេខ្លាចគ្រោះថ្នាក់ចរាចរណ៍ស្លាប់ណាអើយគេទៅលន់ហើយគាត់មិនទៅទេថ្ងៃហ្នឹងមិនទៅទេដាក់ប៉ៅអ៊ីនៅសម្រាននៅផ្ទះស្រាប់តែគេបើកឡានមកដាច់ចកោវាបុកចូលក្នុងផ្ទះហ្នឹងទៅបុកគាត់ស្លាប់ដល់ក្នុងផ្ទះហើយវាទៅណាមិនទៅវាមករកគាត់ឯហ្នឹងតលឃើញនេះអាឡានហ្នឹងដាច់ចកោហ្នឹងបានថាជីវិតត្រូវស្លាប់វាអញ្ចឹងឈាមស្រែកស្បែកហើយអាហ្នឹងកម្មពៀពីមុនមកហើយអ្នកខ្លះស្លាប់ដោយគ្រោះធម្មជាតិអ្នកខ្លះទៀតស្លាប់ដោយសារជំងឺដោយសារអត់បាយអ្នកខ្លះអាយុចាស់បានស្លាប់អ្នកខ្លះក្មេងបានស្លាប់គេហៅថាស្លាប់កាលមរណៈស្លាប់ត្រឹមត្រូវតាមកាលអកាលមរណៈស្លាប់នឹងឯងក៏មិនត្រឹមត្រូវតាមកាលអាយុមិនទាន់ត្រូវស្លាប់ផងស្លាប់ទាំងក្មេងទៅស្ដាយណាលោករួមសេចក្តីស្លាប់ទាំងអស់ថាមាន4បានជាមនុស្សចេះតែស្លាប់ទៅមកពីហេតុ4ហេតុទី1គេហៅថាអាយុខយៈមរណៈបើអស់អាយុហើយមិនរស់ទេពីព្រោះមនុស្សយើងបានតែលើស100បន្តិចបន្តួចនឹងឯងមិនអាច500ទេហើយអញ្ចឹងតែលើសពី100ហើយដល់ត្រូវស្លាប់អាហ្នឹងវាសំតាមវ័យដែរប៉ុន្តែទី2គេហៅថាកម្មខយៈមរណៈស្លាប់ដោយអស់បុណ្យអាស្លាប់ដោយអស់បុណ្យហ្នឹងគេអាចជួយបានពីព្រោះមនុស្សរស់នៅអាស្រ័យមានបុណ្យផងតើអស់បុណ្យស្លាប់អ្នកស្លាប់ដោយសារអស់បុណ្យញោមញាតិចំណាំចេះអ្នកខ្លះគាត់និយាយថាកុំទៅគិតកុំទៅខ្វល់មើលតែថាឲ្យទៅរលុយឲ្យមានចាយបាយមានហូបទៅឋានសុខឋានសួគ៌នៅនឹងហើយឲ្យតែវាមានលុយចាយបាយហូបទៅវាសុខវាសួគ៌វានិព្វានហើយមិនបាច់ទៅរកអីខ្វល់រឿងបុណ្យទានទេឲ្យតែវាមានលុយចាយមានបាយហូបទៅសុខក៏ប៉ុន្តែអ្នកស្លាប់អាយុ20 30 40 50លាន់នោះនៅក្នុងសិតតែអស់បាយសិតតែអស់លុយស្លាប់ចោលលុយមកកណូក៏មានដែរទិញឡានហើយស្លាប់មានផ្ទះហើយស្លាប់ធ្វើផ្ទះថ្មីឲ្យសាឡានហើយស្លាប់លុយនៅមានមកសន្ធឹកមានទាំងលៀបមានទាំងយុះសាក់ទៀតផងរួចតំឡើងលៀបឡើងយុះបានមិនតាន់បានកន្លះខែផងស្លាប់ក៏មានហើយលុយនៅមានចាយរហូតដល់ដឹកទៅពេទ្យស្រុកប្រទេសគេប្រទេសឯងណាគ្រាន់តែថ្លៃមន្ទីរពេទ្យមួយយប់$200-300ក៏សុខចិត្តហើយលុយនៅមានមកកណោឥឡូវស្លាប់ទាំង20 30 40ចោលលុយចោលកាក់នោះអាហ្នឹងមិនវិញក្រែងថាឲ្យតែមានបាយមានលុយចាយក្រែងសុខឲ្យនៅពៀនហ្នឹងហើយឥឡូវមិនក៏ស្លាប់ដែរថាកុំភ្លេចលុយកាក់ទ្រព្យសម្បត្តិនៅមានក៏ដោយក៏ប៉ុន្តែបើអស់បន់ត្រត្រង់ជីវិតស្លាប់ចោលលុយហ្នឹងបានជាក្នុងសាសនានេះឲ្យមនុស្សយើងធ្វើសេចក្តីល្អសម្រាប់ត្រត្រង់ជីវិតផងតើអត់មានសេចក្តីល្អវាមិនរស់ទេដូចដាំឈើមិនដាក់ជីមិនថែទាំកុំអាងតែដីពេកវាអាចស្លាប់ទៅដែរអញ្ចឹងហើយវាមិនមែនថាស្លាប់ដោយសារតែដីស្លាប់ដោយសារតែទឹកស្លាប់ដោយសារកម្ដៅក៏មានដោយសារខ្យល់ក៏មានដោយសារអ្វីមកបៀតបៀនក៏មានអញ្ចឹងជីវិតមនុស្សយើងបើស្លាប់ដោយសារអស់បាយយើងរកបាយមកបន្ថែមបើស្លាប់ដោយសារជំងឺយើងត្រូវរកថ្នាំហើយបើសិនជាស្លាប់ដោយសារលេបថ្នាំខុសអានឹងយើងត្រូវគោរពវិជ្ជបញ្ជាហើយបើស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍យើងត្រូវប្រុងប្រយ័ត្នហើយបើស្លាប់ដោយសារអស់បុណ្យយើងត្រូវបញ្ចូលបុណ្យនៅថែមកុំឲ្យឆាប់អស់បុណ្យហើយបញ្ចូលបុណ្យនៅថែមនឹងអាម៉េចគឺធ្វើបុណ្យចម្រើនបញ្ជននឹងបញ្ចូលបុណ្យនៅគាត់កុំឲ្យគាត់ឆាប់អស់នឹងឯងនាងសេរនីអាយុ18ឆ្នាំកើតឡើងមកជាបតិចផ្ដាសាមើលងាយយាយតាសិតតែឆោតទៅជឿស្អីបុណ្យបាបនរកប្រែតទេវតាអីវាគ្មានទេនាងហ្នឹងតែប្រពៃនៃវប្បធម៌ជាតិសាសន៍ខ្លួនឯងក៏អត់ចេះដែរម្ល៉េះហើយសម្គាល់តែខ្លួនឯងហ្នឹងជាអ្នកចេះជាអ្នកដឹងត្រឹមត្រូវជាងគេម្ល៉េះហើយស្ដីឲ្យទាំងម្ដាយខ្លួនឯងទៅទៀតថ្ងៃមួយនាងដើរចូលទៅក្នុងវត្តចំថ្ងៃឧបោសថស្រាប់តែយាយគាត់ហៅថាអ្នកចៅអើយម៉ណេះមករៀបចំភេសជ្ជៈប្រគិនប្រស
ង់លោកធ្វើបោសុតធ្វើបន់ធ្វើទៀនគេណាចៅស្រាប់តែងាកមកស្ដីឲ្យតែហ្មងវាហួសពេលហើយវាហួសសម័យហើយវាចាស់កំរិលពេកហើយយាយឯងអស់ហ្នឹងឆោតនៅជឿស្អីមានទេវតាមានរូបប្រែតអីទៀតម្លោះហើយយាយឯងអស់ហ្នឹងនៅចាញ់បោកគេឆោតស្ដីឲ្យយាយនឹងល្មមតែមកស្ពឹកមុខចាញ់ត្រឡប់ទៅផ្ទះទៅយាយងាកមើលមុខគ្នាឯងហៅគេធ្វើបន់គេស្ដីឲ្យឯងហ្មងហើយគេអាយុទៅ8 10អត់នឹងធ្វើម៉េចទេពធគេស្ដាប់ច្បាប់គេមិនណាននឹងគេចេះចាំពីណាមកក៏មិនមាត់នាងធ្វើដំណើរទៅដល់ផ្ទះនាងវិញបាន2 3ថ្ងៃខ្យល់កស្លាប់ទៅទាំងក្មេងណែរឿងវានៅតែហ្នឹងកុំថាតលចាស់ស្លាប់ក្មេងក៏ចេះស្លាប់ដែរណាតែអត់មានគុណធម៌ទ្រទ្រង់ជីវិតគ្រោះថ្នាក់មើលមិនឃើញទេកុំប្រហែសឲ្យសោះអត់បានទេរឿងនេះលេងបាល់ថ្ងៃមិញយប់ស្លាប់ក៏មានដែរអាត្មារាប់ជួបអស់ហើយពីថ្ងៃនៅលេងសើចកកាប់ជាមួយគ្នាយប់ទាំងបេះដូងស្លាប់ខ្យល់កស្លាប់ក៏តែមានដែរបើដូច្នេះហើយនាងនឹងខ្យល់កស្លាប់ហើយស្រាប់តែវាអត់មានបុណ្យអីសោះអស់អង្គគេយាយតាធ្លាប់ធ្វើសិលធ្វើទានស្លាប់មកកើតជាមនុស្សវិញកើតជាទេវតាហើយនាងនឹងវាអត់មានពូជបុណ្យនាំមកកើតជាមនុស្សស្លាប់ទៅកើតជាប្រែតកលែងព្រៃគេចោលខ្មោចហើយនាងនៅនឹងលូនលិតខ្ទុះឈាមកំរងសាកសពជាកំណើតមួយដែលហៅថាកំណើតព្រលឹងរឿងនេះមាននៅក្នុងបត្រៃបិដកភាគ56ដល់ពេលមួយនោះនាងសេរនីនេះណាញោមស្រាប់តែ3-4 ឆ្នាំក្រោយមកតាអ្នកស្រុកនាងរស់ស៊ីលក់ដូរបរទេសដឹកអីដើរលក់ទៅយប់តាណាក៏ដេកតំណឹងដល់ពេលកន្លែងព្រៃហ្នឹងវាល្ងាចទៅដោះអាទេសឈប់សម្រាកនៅតំណឹងប្រលប់គេថាម៉ោងខ្មៅចេញដើររស់ស៊ីនាងហ្នឹងជាកំណើតព្រលឹងជាអតិសមានកាយមានរូបកាយមិនប្រកបស្រាប់តែចេញមកដើររស់ស៊ីក៏លេចឃើញតាហ្នឹងស្គាល់ហាតានេះអ្នកស្រុកភូមិជាមួយឯងដែរឯងមើលគាត់ឃើញប៉ុន្តែគាត់មើលឯងអត់ឃើញព្រោះឯងមិនមែនមនុស្សឯងជាកំណើតមួយដែរកំណើតព្រលឹងនៅលើដីនេះម្ល៉េះហើយគាត់ក៏នឹកថាចង់ឲ្យឃើញតលតែនិមិត្តឲ្យឃើញភ្នែកស្រស់និមិត្តឲ្យឃើញភ្នែកស្រស់ភ្លាមតានោះភ្ញាក់ឲ្យកញ្ញាណាខ្មោចព្រាយបិសាចចង់លងបន្លាចខ្ញុំមែនទេបាននាងនឹងថាលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរលោកតាមានចាំទេតានោះគាត់នឹកឃើញចៅសេរនីស្លាប់មក 3-4 ឆ្នាំហើយហើយចៅឯងទៅកើតនៅឯណាថាខ្ញុំកើតមកជាប្រែតរងទុកលំបាកជាកំណើតអតិសមានកាយមានរូបរាងកាយមិនប្រកបជាកំណើតព្រលឹងនៅលើដីនេះដែររស់នៅក្នុងព្រៃកន្លែងគេចោលខ្មោចដើរលិតខ្ទុះឈាមកំរងសាកសពម៉ូតលីមួកនៅទីនេះខ្ញុំកំសត់លំបាកណាស់លោកតាខ្ញុំមានកម្មមិនអាចទៅស្រុកបានចុះម៉ែខ្ញុំគាត់សុខទុក្ខយ៉ាងណាហើយតាថានាងម្ដាយរបស់នាងសុខសប្បាយធម្មតាទេប៉ុន្តែគាត់ចាស់ជារាហើយលោកតាខ្ញុំសូមផ្ដាំប្រាប់ម៉ែខ្ញុំផងខ្ញុំកប់មាស4សែនកហបណៈក្រមក្រែកន្លែងខ្ញុំដេកឲ្យគាត់កាយមាសនោះមកបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាចុះបើគាត់មិនធ្វើបុណ្យនៅខ្ញុំទេមិនដឹងថាខែឆ្នាំណាខ្ញុំនឹងបានចាប់កំណើតកើតជាមនុស្សវិញឡើយផ្ដាំប៉ុណ្ណឹងបាត់សមោលទៅវិញបាត់តានោះក៏សម្រាកនៅនឹងមួយយប់ទៅតែចេះសម្រាប់លក់ដែរឃើញប៉ុណ្ណេះហើយអាត្មាមិនស្រួលមិនលក់ទេចាំមើលក្រែងមកទៀតតាសម្រាប់នៅក្នុងលក់មួយយប់ព្រឹកឡើងបោអាទេសចេញហោហែតាមផ្លូវមកច្រើនខែច្រើនថ្ងៃមកដល់មុខផ្ទះនាងហ្នឹងជប់អាទេសរត់ទៅប្រាប់យាយថាយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនយាយឯនោះកំពុងតែឈឺដេកទទួលភួយសើងម៉ាំងងើបប៉ាងភួយដោយភួយខ្នល់ហាជួបកូនខ្ញុំនៅណាជួបកូនខ្ញុំនៅណាថាលោកយាយឲ្យគ្នានឹងកើតជាប្រែតបង្ហាញរូបរាងកាយនៅព្រៃគេចោលខ្មោចឯណោគ្នាលំបាកណាស់លោកយាយហើយអ្នកនាងផ្ដាំថាអញ្ចេះមានមាសនឹង4សែនកហបណៈនៅក្រមក្រែកន្លែងនាងដេកឲ្យយាយនឹងកាយមកបែងជា2មួយចំណែកធ្វើបុណ្យឲ្យនាងមួយចំណែកទុកចាយនាងថាបើយាយមិនជួយនាងទេមិនដឹងខែឆ្នាំណានាងបានរួចពីកំណើតនឹងមកកើតជាមនុស្សគេទេយាយលឺតែប៉ុណ្ណឹងទាញជានិច្ចតិចជីកតែហ្មងប៉ាំងកាយរមើលក្រមក្រែនឹងរកឃើញបានមែន4សែនកហបណៈពេលនោះយកមាសមកអង្គុយកាន់សំណោះកូនគិតអាម៉េចញោមកូនហើយកូនចង់មានកូនចង់បានកូនកើតឡើងកូនចង់រស់កូនចង់មានកូនចង់បានប៉ុន្តែកូនមិនជឿរឿងបុណ្យសោះកូនមិនបានធ្វើគុណធម៌សម្រាប់ជីវិតកូនសោះដូច្នេះហើយដូចដាំឈើអត់ដាក់ជីអត់ថែទាំអញ្ចឹងកូនហើយកូនចង់មានកូនចង់បានប៉ុន្តែកូនអត់មានសេចក្តីល្អអត់មានគុណធម៌ឃើញទេកូនអត់បានចាយទ្រព្យសម្បត្តិកូនទេកូនស្លាប់ទៅទាំងក្មេងចោលទ្រព្យសម្បត្តិអញ្ចឹងបើកូនចង់មានចង់បានបើកូនមានសេចក្តីល្អខ្លះកូននឹងបានសុខកូននឹងរស់បានចាយទ្រព្យហ្នឹងឥឡូវកូនសុំទ្រព្យមកកណោទីបំផុតកូនអត់បានចាយស្លាប់ទៅចោលទៅទេណែអាតែហ្នឹងហើយដែលហៅថាស្លាប់ដោយសារអស់បុណ្យណាញោមមើលឃើញទេទ្រព្យនៅមានតែប៉ុន្តែស្លាប់ចោលទ្រព្យហ្នឹងបានម៉ែនឹងអាណិតថាអញ្ចឹងចាំម៉ែធ្វើបុណ្យឲ្យក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យកូននឹងទៅកូននឹងក៏រួចពីកំណើតប្រែតនោះកើតក្នុងសម្បត្តិជាទេវធីតាហោះមកបង្ហាញខ្លួនថ្វាយអង្គមសូមអរគុណម៉ែហើយលាម៉ែទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ទៅរឿងរ៉ាវនេះបញ្ជាក់ឲ្យឃ
ឃើញថាណែបើសិនជាមនុស្សមិនមានសេចក្តីល្អមិនមានបុណ្យនៅក្នុងខ្លួនទេអាចស្លាប់ចោលអាយុជីវិតអាចស្លាប់ចោលរូបរាងកាយទៅក្នុងវ័យក្មេងតែនឹងគេថាស្លាប់ដោយសារអស់បុណ្យណាញោមហើយមួយទៀតស្លាប់ដោយសារអស់ទាំងអាយុទាំងបុណ្យគេហៅថាឧបយខយមរណៈស្លាប់ដំណាលគ្នាមួយទៀតឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់ហើយបើកម្មពៀចូលមកកាត់ផ្ដាច់អានឹងយើងធ្វើពិធីបុណ្យនេះក៏រំលោះរំលាងកម្មពៀដែរដូចជាអាចារ្យខ្លះរៀបចំពូនភ្នំខ្សាច់រៀបចំនាំគ្នាសូត្រធម៌យេកេរៀបចំឲ្យម្ចាស់ទានប្រធានបុណ្យនឹងចូលមកនមស្ការប្រតនត្រ័យហើយចូលមកទទួលយកត្រៃសរណគមថ្វាយខ្លួនជាឧបាសកថ្វាយខ្លួនជាឧបាសិកាស្ដាប់លោកចម្រើនព្រះបរិត្តម្លោះហើយគឺថាឲ្យคลายខ្លួនជាកូនសិស្សព្រះជាកូនចៅព្រះធ្វើឲ្យនៅនឹងឯងអមនុស្សខ្មោចព្រាយដែលវាចងកម្មចងពៀជាមួយនឹងវាដូរចិត្តវាលែងយកទៅវាទុកឲ្យមនុស្សនឹងរស់អាយុបានវែងចេះបានជាគេចង់ចម្រើនបជនគេឲ្យលោកយាយនឹងមកទទួលត្រៃសរណគមទទួលសិលជាកូនចៅព្រះហើយស្ដាប់ព្រះបរិត្តទៅនឹងតាមបែបសាសនាពីព្រោះអមនុស្សខ្មោចព្រាយសត្វធាតុណាដែលយើងធ្លាប់មានបាបកម្មជាមួយដែលគេចងពៀជាមួយយើងគេឃើញយើងคล้ายជាកូនចៅព្រះអញ្ចឹងគេដូរចិត្តណាដូចជាអាយុវឌ្ឍនកុមារកើតឡើងទំនាយថា7ថ្ងៃទៀតត្រូវស្លាប់ឪពុកភ័យណាស់ខ្លាចកូនស្លាប់ហើយសួរតបោះរមជួបាយធ្វើម៉េចតបោះជាពួកម៉ាត់ថាយើងមិនដឹងទេទៅសួរព្រះទៅបានមកសួរពុទ្ធព្រះអង្គថានិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឲ្យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត7យប់គ្រប់7ថ្ងៃព្រះអង្គយាងមកស្រាប់តែអមនុស្សនឹងវាប្រុងមកយកកូននឹងមែនណាញោមវាក៏លេចឃើញពុទ្ធពធប្រសង្ឃវាក៏លេចឃើញប្រសង្ឃឃើញពុទ្ធហើយនឹកថាឯងវាសិលទៀបជាងគេមនានហោះពីលើគេហើយគេខ្លាចជាកូនចៅព្រះហើយទុកឲ្យគេរស់ចុះអញ្ចឹងលែងបៀតបៀនគេដូរចិត្តលែងយកជីវិតកូននឹងគេត្រឡប់ទៅវិញកូននឹងថា7ថ្ងៃស្លាប់សោះឥឡូវអាយុបាន120នៅញោមមើលឃើញណាមកពីអមនុស្សមួយចំនួនដែលចងពៀងយើងគេដូរចិត្តក្រោយពីយើងខ្លាចជាឧបាសកឧបាសិកាហ្នឹងវាមានពួកម៉ាក់2នាក់ទៀតឯនោះម្នាក់នោះគេមានសិល5ចាំសិល8ម្នាក់មិនដែលមានសិលសោះហើយអ្នកមិនដែលមានសិលនឹងវាមានកម្មពៀជាមួយអមនុស្សដែលវាត្រូវមកយកហើយបើអមនុស្សនឹងមកយកគឺច្បាច់កយកយើងបានត្រឹមតែឃើញហៅថាដូចជាមនុស្សនឹងខ្យល់កោឬក៏កាំងបេះដូងស្លាប់អីអញ្ចឹងទៅហើយដូច្នេះពេលអមនុស្សនឹងមកយកវាចំថ្ងៃដែលពួកម៉ាក់អ្នកមានសិលនឹងមកលេងដល់ពួកម៉ាក់នឹងវាមកលេងមកដេកនឹងផ្ទះនឹងគ្រប់7ថ្ងៃអត់ទៅណានៅតែសូត្រធម៌ហ្នឹងហើយមនុស្សនេះមិនចូលចិត្តធម៌អាយមកសូត្រដាក់តិចបើមិនហ៊ានដេញពួកម៉ាក់ដល់ជាទ្រាំស្ដាប់ទៅស្ដាប់រហូតដល់7ថ្ងៃពួកម៉ាក់នោះក៏លាចេញត្រឡប់ទៅវិញមនុស្សនោះវាមិនហ៊ានចូលផ្ទះហ្នឹងវានៅតែពួនខាងក្រៅលប់មើលចុះមើលឡើងឯងមានចូលឯគាត់នោះមានសិលឯងវាបារមីទៀតជាងគាត់នោះមិនហ៊ានចូលដល់ថ្ងៃទី7បរោះនោះចេញទៅបាត់ទៅស្រាប់តែមនុស្សចូលទៅនិមិត្តឲ្យឃើញភ្នែកស្រស់បរោះនោះសួរថាឯងទៅណាថាយើងមកយកជីវិតអ្នកឯងដោយសារកម្មពៀជាមួយគ្នាពីអតីតមកឥឡូវយើងត្រូវមកយកជីវិតអ្នកឯងយើងមកចាំ7ថ្ងៃហើយប៉ុន្តែពួកម៉ាក់អ្នកឯងវាមានសិលមានសរណគមនឹងយើងវាមិនហ៊ានចូលឥឡូវគេទៅបាត់ហើយយើងមកច្បាច់កយកអ្នកឯងហើយបរោះនោះថាកុំអីកុំយកជីវិតខ្ញុំអីខ្ញុំក៏មានសិលមានសរណគមដែរហេអ្នកឯងមិនដែលមានទេខ្ញុំមានណាខ្ញុំមានសរណគមជាមួយខ្ញុំសូត្រឲ្យស្ដាប់ពុទ្ធទាំងសរណង្កច្ឆាមិធម្មទាំងសរណង្កច្ឆាមិសង្ឃទាំងសរណង្កច្ឆាមិចេះយកមាញ់ពួកម៉ាក់សូត្រដាក់ជាមកទឹកចេះបានប៉ុណ្ណឹងមនុស្សវាគិតឃើញឮថាគាត់នឹងចេះមែនព្រោះពាក្យហ្នឹងមានន័យថាខ្ញុំសូមដល់នៅពុទ្ធពធប្រសងជាទីពឹងទីរលឹកនោះបើអញ្ចឹងគេកូនចៅព្រះដែរគេដល់នៅពុទ្ធពធប្រសងដែរអញ្ចឹងកុំបៀតបៀនគេកូនចៅព្រះដែរទុកឲ្យគេរស់ចុះក៏ត្រឡប់ទៅវិញទៅគេដូរចិត្តអញ្ចឹងផ្លែតបរោះនោះរស់នឹកឃើញតែអញរស់នេះដោយសារពាក្យ3ម៉ាត់នោះណាកុំអីអញត្រូវគេច្បាច់កយកបង្ហើយខ្យល់កោមិនដឹងកាំងបេះដូងមិនដឹងទេបើយើងមើលភ្នែកស្រស់នោះណាមនុស្សមកយកគឺអញ្ចឹងអញដោយសារពាក្យ3ម៉ាត់នឹងរស់ចាប់ពីថ្ងៃហ្នឹងទៅអញយកពាក្យ3ម៉ាត់នឹងជាទីពឹងមែនថ្វាយខ្លួនជាឧបាសកឧបាសិកាពេញសិទ្ធតែម្ដងចាហើយមួយទៀតនិយាយពីអាយអំពីចាប់ពោះទៅសិលក៏មិនទៅពីក្មេងទល់ចាស់ហើយដល់មិនទៅហើយគាត់មិនហ៊ានចូលវត្តទេវាខ្លាចសាបមុនគុំគាត់ហើយឃើញតាយាយទៅវត្តគេបបួលទៅគាត់មិនទៅគាត់ឌឺឲ្យគេអូពុទ្ធទាំងសរណង្កច្ឆាមិអូពុទ្ធទាំងសរណង្កច្ឆាមិក៏ឌឺឲ្យគេអញ្ចឹងណាមិនមាត់ទេចិត្តទៅឌឺឲ្យគេស្រាប់តែចាប់ចំពោះមួយនោះវាមានសតិបញ្ញាដូចមនុស្សអញ្ចឹងគេហៅថានិករាជទៅសូត្របល័យមុនគុំរកចាប់ពោះហ្នឹងវាមិនខ្ចីស្ដាប់វាបើកពពាដេញចឹកតាហ្នឹងវានឹកថាតានេះខូចមកជីវិតហើយធ្វើតែបាបគេចំណាស់ប៉ុណ្ណឹងមិនរវត្តអញបដៅតាហ្នឹងម្ដងមើលដេញចឹកតាហ្នឹងហ្មងតាហ្នឹងមើលទៅមុនគុំគាត់សូត្រមិនប្រកែសោះរត់មកសន្ធុងាកក្រោយលេងពោះនៅប្រផាត់កែងអញ្ចឹងហើយពីណាមិនភ័យបើដាក់ដកកែងមិនតាន់ប៉ុបឥឡូវហើយអញ្ចឹងគាត់មិត្តទៅពីលឿនឡើងពោះហ្នឹងក៏វាលឿនឡើងតាមដែររត់រហូតដល់ទន់ជាងរត់លែងរួចជាពុបដុំថ្មដួលព្រោះគាត់ភ្ញាក់គាត់ងាស់គាត់ផ្លាត់មាត់គាត់ភ្ញាក់មកគាត់ថាពុទ្ធទាំងសរណង្កច្ឆាមិអានេះគាត់ឌឺឲ្យគេនោះវាភ្ញាក់ចេញអាពាក្យឌឺឲ្យគេនោះ
ស្រាប់តែពោះវាតូចងក់គាត់នេះដល់នៅពុទ្ធជាទីពឹងដែរអញ្ចឹងកូនចៅព្រះដែរបើអញ្ចឹងកុំបៀតបៀនគាត់ទុកឲ្យគាត់រស់ចុះព្យាកែវមនី3គ្រាប់ហើយពោះនឹងត្រឡប់ទៅវិញទៅតានឹងអង្គុយទាំងហក់កាន់កែវមនីអានហើយជិះផ្លាត់មាត់រាល់ដងវាទៅឯណាឯណីនោះចេះថ្ងៃហ្នឹងមកផ្លាត់មាត់ចំប្រឡោះហ្នឹងហ៎ហើយជិះបើផ្លាត់មាត់ដូចអាមុនមិនអាយុខ្លីអញ្ចឹងនឹកឃើញថាដោយសារពាក្យហ្នឹងអញរស់រៀនមានជីវិតហើយបើដូច្នេះចាប់ពីថ្ងៃហ្នឹងទៅអញថ្វាយខ្លួនជាឧបាសកអង្គេដែរភ្ញាក់រលឹកតែហ្នឹងហើយគេដូរជីវិតអញ្ចឹងមានន័យថាគេដូរចិត្តអមនុស្សសត្វធាតុខ្មោចព្រាយណាដែលវាចងកម្មចងព្រាយជាមួយយើងគេលែងយកបៀតបៀនយើងដោយសារឃើញយើងថ្វាយខ្លួនជាត្រៃសរណគមនេះថ្វាយខ្លួនជាឧបាសកឧបាសិកានេះតែនឹងការពារមធ្យោបាយស្លាប់មួយហៅថាឧបឆេតកកម្មមុនីណាហើយអានឹងស្លាប់ដោយសារកម្មពារមកកាត់ផ្ដាច់យើងបានធ្វើកិច្ចនឹងហើយអញ្ចឹងប្រហែលជាគេដូរចិត្តហើយបើស្លាប់ដោយសារអស់បុណ្យនឹងបានជាយើងធ្វើបុណ្យបន្ថែមមាននិមន្តប្រសងចម្រើនព្រះបរិត្តប្រគិនចង្ហាន់អីសពបែបយ៉ាងយើងបន្ថែមបុណ្យបន្ថែមអាយុជីវិតយើងដែរបានលោកថាជីវិតមហកិច្ចជីវិតមហាកម្មនៅត្រង់ដាក់បោះស្បុកស្រោចទឹកហើយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មនៅត្រង់យើងបាននិមន្តប្រសងចម្រើនព្រះបរិត្តនិងទទួលត្រៃសរណគមអនុបទានកិច្ចអនុបទានកម្មនៅត្រង់យើងធ្វើចង្ហាន់ប្រគិនប្រសងជូនយាយតាឲ្យគេបរិភោគប្រើប្រាស់ឲ្យជីវិតគេរស់នាំឲ្យជីវិតយើងអ្នកម្ចាស់ទាននឹងវារស់ព្រោះយើងចែកឲ្យគេរស់អញ្ចឹងបានយើងនឹងវាបានបុណ្យរស់បានយូរដែរចាហើយម្យ៉ាងទៀតកូនចៅត្រូវធ្វើឲ្យគាត់សប្បាយគេថាមនុស្សចាស់អាយុបានវែងតើតែមានសប្បាយនឹងឯងប្រព្រឹត្តនៅធម៌5យ៉ាងទី1សប្បាយការីគាត់ចាស់ឲ្យធ្វើឲ្យគាត់សប្បាយឲ្យច្រើនកុំឲ្យគាត់កើតទុកណាញោមតែកើតទុកអាយុអត់វែងទេតែយំព្រឹកយំល្ងាចតែមកឈូសទុកឲ្យហើយទៅមិនខុសទេអញ្ចឹងកូនចៅឲ្យគាត់សប្បាយឲ្យច្រើនទី2សប្បាយេមកតាំងជានេតិឲ្យដឹងប្រមាណការសប្បាយគាត់ចំណាស់ហ្នឹងឲ្យកុំអូសគាត់ទៅរំកន្ទ្រឹមជាមួយក្មេងអី2 3បត់ធ្លាក់អណ្ដាតអាយុខ្លីឡើយហើយបើដូច្នេះឲ្យគាត់សប្បាយតាមបែបគាត់ទប់ស្កាត់ការសប្បាយតាមក្មេងសប្បាយតាមចាស់សប្បាយក្មេងសប្បាយធំបាសសប្បាយចាស់សប្បាយធ្វើបុណ្យសប្បាយក្មេងសប្បាយស្គរអាសាសប្បាយចាស់សប្បាយនឹងធម៌នឹងអាហ្នឹងហើយចង់ឲ្យគាត់សប្បាយដឹកនាំគាត់ឲ្យទៅវត្តទៅវាធ្វើបុណ្យធ្វើទាននោះគាត់ឃើញបានទៅជួបមិត្តភក្តិមកសេរីគ្នាគាត់សប្បាយអញ្ចឹងណាហើយទី3បរិណតភោជីប្រយ័ត្នចំណីអាហាររបស់ខ្លះវាលាប់ជំងឺវាប៉ះពាល់ដល់កាពះដល់ពោះវៀនវាមានជាតិពុលជាតិអីទៅគឺលោកកាពះគាត់វាខ្សោយថ្មិញគាត់វាបាក់អស់ហើយញោមលេបក្រែងលុយចំឆ្អឹងទៅតឹងកផ្លាប់លៀនភ្នែកខ្លាយដូចតកែក្នុងរោងអាស័យអាយុខ្លីមុនចាស់បើដូច្នេះឲ្យប្រយ័ត្នចំណីអាហារនឹងឲ្យមែនតែនជាមួយគាត់ចាស់ឯទី4គេហៅថាកាលាចារីឲ្យគាត់ស្គាល់ការដេកដើរឈរអង្គុយដោយក្បួនពេទ្យគេថាហាត់ប្រាណឥឡូវបើគាត់នៅងើបរួចមិនអីទេប៉ុន្តែបើគាត់ងើបឡើងរួចកូនចៅជួយលើកជួយគ្រាគាត់ផងកុំឲ្យដេករហូតមួយខែមិនទាន់ឡើងម្ដងអាយុអត់វែងទេហើយចឹងឲ្យគាត់ស្រួលអរិយាបថទាំង4ឯចំណែកធម៌ទី5ហៅថាព្រហ្មចារីប្រព្រឹត្តនៅព្រហ្មចរិយធម៌គឺប្រឡែងគាត់ឲ្យទៅសិលឲ្យទៅបុណ្យឲ្យទៅទានគេចុះឲ្យបើគាត់ទៅមិនរួចដឹកជូនគាត់ផងឬក៏និមន្តប្រសងនិមន្តអីមកឲ្យគាត់បានធ្វើបុណ្យធ្វើទានរសាសិល5ចាំសិល8នាំឲ្យគាត់បានអាយុវែងតាមបែបពុទ្ធសាសនាចេះហើយចឹងតែនឹងហើយចម្រើនបជនញោមណាកូនចៅគេបានបំពេញហើយកូនណាបានធ្វើចម្រើនបជនជូនញោមកូនចៅនោះឈ្មោះថាកូនមានធម៌កតញ្ញូទៅណាក៏សុខទៅណាក៏សប្បាយមានកូនក៏កូនល្អមានមិត្តភក្តិក៏មិត្តល្អគេស្រឡាញ់គេចូលចិត្តសមដោយពាក្យថាយោមេតារាងពេតារាងវាមិនចោលថាមានណបោសតិទីវាបេណាំងតិកឆន្តិមេតាបេតិបរាំងណារាំងនរជនប្រុសស្រីណាដឹងគុណមេត្តាបិតាទំនុកបំរុងខ្ចង់ផ្ដើមដោយធម៌កតញ្ញូប៉ុណ្ណេះបុគ្គលនឹងទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តអាណិតអាសូរលើកតម្កើងតម្លើងយោស័កជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះបើមានកូនសត្វតកូនល្អបើមានចៅសត្វចៅល្អបើមានមិត្តភក្តិសត្វតមនុស្សល្អសត្វតសពបរោះនឹងអានិសង្ឃកូនគេបានសុំខមាទោសម៉ែឪគេហើយខ្មោចជាប់កម្មជាប់ពីហើយគេបំពេញកាតព្វកិច្ចរបស់គេខ្លាយជាកូនល្អហើយនឹងបានសុខចម្រើនឯលោកយាយសូមឲ្យទេវតាវត្ថុស័ក្តិសិទ្ធិជួយថែអាសាការពារលោកយាយឲ្យរស់នៅបានវែងឆ្ងាយមានប្រយោជន៍ដល់ជាតិដល់សាសនាទេវតាមុខទៅជួយថែអាសាឲ្យរស់នៅបានវែងឯពុទ្ធបរិស័ទមកចូលរួមទាំងអស់សិតសឹងតែបានបុណ្យបានអានិសង្ឃរៀងខ្លួន